nhưng tôi chìm miệng chân dân mascara sân khai một tí chứ Namo tassa bhagavato arahato samma sambuddhassa. Namo arahato samma sambuddhassa. Namo tassa bhagavato arahato buddhassa. Ite peso bhagavya arahang Vijaya charana sampanno sakato lokavitu anuttaro porisatyam masarathe sattha Buddho bhagavya te tang arahati kunasang yotang buddhang sarasa namiyamitang Hãy sakare hãy apipojayami swakhato bhagavata thammo hãy ba se co ao panayi cao bài chát tăng về tị tạp bồ về nhu hay tệ tăng swakhata tị kuna sang yot tăng thom mang sarasa đẹp miền mang ị mê hay sakare hay apipojayami supadepanno bhagavato savakasangho uchupadepanno savakasangho nyeyapadepanno bhagavato savakasangho samayjepadepanno bhagavato Yati tang chattare porisa yukiya ni atha porisa pokkalia esa bhagavato savakasangho ahon ai yao pa hon ai Thế này yao anh chalicara này yao hanottarang punya khe tăng lokasa te tăng sopadepanna tikuna sang yot khang sarasa namiyamitang cha sang khang ime hay sakare hay apipojayami echevamachan tanamasanayang Tayang yang punya pisan tang vipolang alat thang tasa nopia we tarayao cái này tiền này đi Phật Bồ Sát Nia Wat Samana Kotamara miền sực đây chỉ đặt là Trayori đấy ban tụt tuol cả niệm môn một căn tỳ vật này là bỏ ông cha kêu là thẹn thầm mồ chia cầm sàn chia lợt tỳ tỳ mà này tỳ buôn này tỳ buôn này chân ca từ tuol đầm nào và sống cứ miền Hanigan ha ABC đấy cứ miền tại tây thua miền chẳng hạn nâng bằng em chỉ đám chấm áp nâng bằng em chỉ đám chỉ chẳng hạn kênh ngày này hay có bàn ở từ nơi cơ sở lắng chấm cuộc vì để vô tự chun để bàn bịa ly chỉ vật nông
កិច្ចការពារដែនដីរបស់ប្រទេសកម្ពុជាក៏ដូចជាប្រជាជនដែលបានពលីដែលបានបាត់បង់ជីវិតក្នុងការឈ្លានពានរបស់អ្នកជិតខាងខាងលិចដូច្នេះឱកាសនេះក៏សមគួរដើម្បីពួកយើងទាំងឡាយបានស្ដាប់នៅពធសូមលោកម្ចាស់រតនានិមន្តសម្ដែងនៅធម្មកថាតាមពេលវេលាសមគួរដែលអាចភ្ជាប់ជាមួយនឹងស្ថានភាពដែលលោកម្ចាស់បានចុះទៅផ្ទាល់តាមតំបន់ផ្សេងក្នុងការនាំយកនៅសម្ភារៈផ្សេងទៅកាន់ជួរមុខទៅផ្ទាល់ជាមួយយុទ្ធជនក្តីជាមួយជនភៀសសឹកក្តីក្នុងរយៈកាលនេះខ្ញុំកណាទាំងឡាយនេះក៏តាមដានពីចម្ងាយដែរក៏ប៉ុន្តែលោកម្ចាស់នៅផ្ទាល់អាចនឹងមានអីដឹងច្រើនជាងពួកខ្ញុំកណាមុនគណៈជាបឋមសូមនមស្ការថ្វាយបង្គំទៅដៃចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាយ៉ាងក្រៃលែងមួយចំណែកសូមចម្រើនពរពលគ្រូវាសកសាសុជាដោយសេចក្តីជ្រះថ្លានិងស្រឡាញ់ពរដែលគ្រូមានវត្តមានក្នុងទីនេះដែលចម្រើនពរញាតិញោមពុទ្ធបរិស័ទនិងគ្រប់គ្នាជាពិសេសញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាដែលជាចំណោះជើងវត្តសំណាក់កោតមារាមសិតចំណោះជើងវត្តណាញោមបាទបើដែលបានអញ្ជើញមកចូលរួមក្នុងដំណើរនិមន្តមកដល់របស់ខ្ញុំកើតអាត្មាភាពក្នុងទីនេះបាទសូមអរគុណច្រើនបងចំពោះវត្តមានរបស់លោកគ្រូក៏ដូចជាញាតិញោមគ្រប់គ្នាបាទមានញោមស៊ីច័ន្ទបងឆេងអ្នកគ្រូនរុនញាតិញោមគ្រប់គ្នាទាំងអស់បាទហើយជាពិសេសគឺក្មួយសុជាតិបាទថ្ងៃនេះគឺបានអញ្ជើញមកដល់វត្តដែរបាទហើយថ្ងៃនេះបានជួបជុំគ្នាក៏ជារឿងមួយដែលល្អដែរយើងជួបជុំប៉ុន្តែក្នុងពេលនេះគឺយើងគ្រប់គ្នាបើដែលជាពលរដ្ឋខ្មែរនៅរស់នៅក្រៅប្រទេសក្តីនៅក្នុងប្រទេសក្តីគឺយើងបានជ្រួតជ្រាបដឹងដំណឹងអំពីស្ថានភាពនៃប្រទេសរបស់យើងដែលកំពុងតែប្រយុទ្ធគ្នារវាងភាគីខាងចៅបាទមិនហៅសៀមទៀតទេហៅចៅហ្មងខ្ញុំណាបាទនឹងប្រកាសណាខ្ញុំណាបាទលោកខ្ញុំមាននៅទីនេះដែរបាទដែលមានប្រវត្តិរឿងរ៉ាវយូរហើយដែលចង់បានទឹកដីនៅខ្មែរយើងហ្នឹងគឺស្រីឃ្លានចង់បានបើហើយហេតុការណ៍នៃសង្គ្រាមឈ្លានពាននេះគឺប៉ះពាល់ច្រើនដល់ប្រជាពលរដ្ឋញាតិញោមជាពិសេសគឺក្មេងៗបើគឺបាត់បង់នៅការសិក្សារៀនសូត្រនៅបន្ទាត់ព្រំដែនដោយញាតិញោមឃើញស្រាប់ហើយបើក្នុងរយៈកាលដូចជាម្សិលមួយថ្ងៃតម្លាក់គ្រាប់ទៅក្មេងៗស្រែករត់ចេញពីសាលារៀនភ័យខ្លាចមានញោមម្នាក់នោះក៏ស្រែកឲ្យពុកម្ដាយនឹងមើលកូនផងខ្លាចវែងកូនវែងអីចឹងហើយយើងឃើញអានឹងវិបត្តិនៃសង្គ្រាមប៉ុន្តែខ្ញុំកណ្ដាលអាត្មាភាពនៅទីនោះក៏បានចុះទៅខាងតួដែនដែរបើយកអំណោយសប្បុរសជនដែលក្រុមការព្រួយផ្ដើមក៏ដោយលោកគ្រូបាសកសាសុជាដែលយើងបានបង្កើតជាមូលនិធិមូលនិធិវត្តសំណាក់កោតមារាមនិងវត្តមនីរតនារាមដែលបានយើងរៀបចំសម្រាប់ជាអំណោយដើម្បីចែកជូនដល់វីរៈកងទ័ពក៏ដូចជាញាតិញោមដែលជាជនភៀសសឹកនៅសមរភូមិជួរមុខហើយក៏យើងបានទៅដល់យើងឃើញទស្សនភាពការតស៊ូការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរៈកងទ័ពខ្មែរយើងដ៏អង្អែលក្លាហានគឺពួកគាត់
មានស្មារតីនៅក្នុងការពារទឹកដីយ៉ាងមុតមមមែនទែនព្រោះក្នុងពេលនេះគឺយើងគួរឲ្យកោតសរសើរដែរថាតបខ្មែរយើងតតាំងបានល្អយល់ញោមព្រោះมันអាចឲ្យសត្រូវមកយកបានទេដូច្នេះយល់ញោមតែទៅលើព័ត៌មានតាមបណ្ដាញសង្គមអីចេះតែលើពីនេះពីនោះណាយកទៅនេះយកទៅនោះតាមពិតណាកងទ័ពដ៏ក្លាហានរបស់យើងគឺគ្រប់គ្រងបានល្អតាមដោយខាងប្រមុខរាជរដ្ឋាភិបាលដែលមានភេកមានអីញាតិញោមតាមដានអញ្ចឹងទៅក៏ដឹងព័ត៌មានច្បាស់ការបើនៅក្នុងហ្នឹងដូច្នេះនេះគឺជាភាពទុកសោកមួយសម្រាប់ញាតិញោមទាំងក្នុងនិងក្រៅប្រទេសហើយក្នុងនាមយើងជាខ្មែរហើយអ្វីដែលយើងត្រូវចូលរួមក្នុងការផ្ដល់កម្លាំងចិត្តដល់កងទ័ពណាពេលនេះញាតិញោមត្រូវដឹងថាអ្វីដែលសំខាន់គឺទ័ពមិនមែនទ័ពនោះគឺទ័ពសងខាងទ័ពជួរមុខហើយនិងទ័ពជួរក្រោយណាទ័ពជួរមុខគឺប្រជាពលរដ្ឋញាតិញោមនៅក្នុងនិងក្រៅប្រទេសនេះឯងហើយទ័ពជួរមុខគឺទ័ពដែលកំពុងកាន់អាវុធចាំសត្រូវឈ្លានពានមកគឺទ័ពយើងហ្នឹងហើយព្រោះគឺការពារមិនទាត់ព្រំដែនការពារប្រជាពលរដ្ឋការពារគ្រប់យ៉ាងដែលមាននៅក្នុងទឹកដីរបស់យើងមិនមែនតែការពារទឹកដីប៉ុណ្ណឹងទេគឺការពារប្រជាពលរដ្ឋទៀតកាលណាទឹកដីយើងអស់ប្រជាពលរដ្ឋយើងរស់នៅគាត់សុខដែរព្រោះណាញោមបាទអាហ្នឹងគឺសត្រូវហ្នឹងមិនយោគយល់ទេឃើញតែទម្លាក់មកដល់សៀមរាបអីទម្លាក់ដោយមិនមានមនុស្សធម៌ក្នុងខ្លួនទេពួកសៀមបើគឺសាហាវព្រៃផ្សៃដែលក្នុងប្រទេសដែលជាអ្នកកាន់ពុទ្ធសាសនាដែរតែមានភាពព្រៃផ្សៃនៅក្នុងការសម្លាប់មនុស្សជាតិដែលជាអ្នកកាន់ពុទ្ធសាសនានៅក្នុងទឹកដីសៀមដូច្នេះមកសន្ធុនេះអាបានឃើញពុទ្ធបរិស័ទយើងទាំងនៅប្រទេសអូស្ត្រាលីនេះក្តីទាំងនៅប្រទេសផ្សេងក្តីនៅស្រុកខ្មែរក្តីឃើញញាតិញោមមានភាពសាមគ្គីតួយ៉ាងដូចថ្ងៃមុនលោកគ្រូបានចូលរួមនៅក្នុងកម្មវិធីបាតុកម្មទាមទារសន្តិភាពពីសង្គ្រាមឈ្លានពានថៃរបស់ថៃហ្នឹងក៏ឃើញញាតិញោមចូលរួមច្រើនហើយតាមរយៈមូលនិធិដែលញាតិញោមចូលរួមតាមរយៈវត្តមនីរតនារាមតាមរយៈវត្តសំណាក់កោតមារាមដែលក្រុមការព្រឹត្តិការណ៍របស់លោកគ្រូប្រហែលថ្ងៃដែលបដើមហ្នឹងមិនច្រើនថ្ងៃទេដែលអាត្មារៀបចំឲ្យមកដល់ពេលនេះដែលទទួលមូលនិធិហ្នឹងក៏មិនបានដែលប្រកាសប្រាប់ញាតិញោមដោយសាររវល់គ្រូហើយថ្ងៃនេះក៏ទិន្នន័យយកមកដល់ដៃដែរតាមយន្តហោះមកហ្នឹងគឺថាមើលបជាឲ្យគេបូកសរុបការងារមូលនិធិហ្នឹងមកដល់ពេលនេះគឺលុយខ្មែរបាន29លានជាង29លាន77,070,000លានលុយខ្មែរណាបាទហ្នឹងយើងបានច្រើនហើយលុយដុល្លារនោះបាន26,000 ដុល្លារហ្នឹងរយៈកាលដែលប្រហែលថ្ងៃគ្រូដែលយើងផ្សព្វផ្សាយហើយនៅលុយចាស់នោះយើងសល់មូលនិធិពីមុនមកសល់10,000ជាងដែរយល់ញោមបាទហ្នឹងលុយមូលនិធិតាមរយៈវត្តសំណាក់កោតមារាមហើយនឹងសមាគមមូលនិធិសង្គ្រោះកុមារកម្ពុជាអូស្ត្រាលីបើដែលបានរៀបចំមកនោះគឺយើងបានថវិកាហ្នឹងឯងដើម្បីយើងជួយរៀបចំជាអំណោយក៏ដូចជាការជួយដល់កងទ័ពយើងដែលមានរបួសមានអីហ្នឹងតាមរយៈការចូលរួមពីពុទ្ធបរិស័ទហ្នឹងក្នុងន័យនេះអាត្មាអាចនិយាយបានថានេះជាកម្លាំងទ័ពសាមគ្គីជួរក្រោយដែលយើងស្នាក់ដៃគ្នាធ្វើរឿងដើម្បីជាតិពេលនេះបាទហ្នឹងគឺយើងរួមគ្នាញាតិញោមបើគឺសំខាន់មែនទែនកាលណាយើងរួមគ្នាស្លាប់រស់ជាមួយគ្នាពេលនេះណាសត្រូវហ្នឹងគឺមិនអាចយកទឹកដីយើងបានទេបាទតោះណាញោមព្រោះមានអីទេមានតែការរួបរวมសាមគ្គីគ្នាបើខ្មែរយើងបែកបាក់សាមគ្គីប្រកាសណាស់ថាជាតិយើងក៏ពិបាកតែបើខ្មែរយើងរួបរวมគ្នាជាធ្លុងមួយជាតិយើងប្រកាសជារុងរឿងឬចម្រើនទៅមុខបាទអញ្ចឹងគឺសំខាន់ណាបាទ
รูปรวมគ្នានឹងឃើញនឹងសំបីតែការចូលរួមជាស្បៀងតិចតួចនឹងប្រមូលមកច្រើនណាដឹកទាំងឡានទៅជួយកងទ័ពយើងគាត់បានពិសាហូបទុកបានរាប់ខែអញ្ចឹងហ៎បើគឺសំខាន់អញ្ចឹងបានមុនថ្មមកហ្នឹងដោយយោងតាមតម្រូវការចាំបាច់ណាថ្មចុះផ្ទាល់អញ្ចឹងទៅក៏នៅខាងជួរមុខហ្នឹងក៏គាត់ត្រូវការសាច់ក្រកសាច់អីអញ្ចឹងទៅក៏ថ្មសម្រាប់ចាត់ជាមួយលោកគ្រូណារំបតោនណាសាច់ក្រកញោមណាបតោននោះអស់24លានជាងញោមមិនតិចទេណា24លានណាថយបាទហ្នឹងគឺបើបង្ហាញពីការចូលរួមបាទជាការចូលរួមសាមគ្គីគ្នាជាសម្ភារៈក្តីជាទឹកចិត្តក្តីពេលនេះញាតិញោមស្អីក៏សំខាន់ណាបាទគេថាសាមគ្គីក្នុងទីនេះអាត្មាអាចនិយាយបានថាកម្លាំងតបខាងមុខហ្នឹងគាត់សាមគ្គីដោយការស្វិតស្វាញស្មោះត្រង់ញាតិញោមដែលកំពុងការពារទឹកដីយើងនេះហើយពុទ្ធបរិស័ទជាពលរដ្ឋហ្នឹងយើងសាមគ្គីគ្នាជាកម្លាំងកាយកម្លាំងចិត្តកម្លាំងថវិកាសម្ភារៈផ្សេងហ្នឹងយើងមានអីឲ្យហ្នឹងតោះណាញោមមិនប្រទេសយើងកំពុងតែសង្គ្រាមនាំគ្នារិះគន់នាំគ្នានិន្ទាជួនកាលស្មាផុសបន្តិចហ្នឹងជួនកាលរិះគន់ណាស្មាថាបើមានខ្មែរយើងបែបហ្នឹងយកខួរទុកកន្លែងណាសិនល្អយល់ហើយយោហ្នឹងនិយាយមែនណាបើមានខ្មែរយើងមានប្រភេទខួរបែបហ្នឹងមកបែបហ្នឹងធ្ងន់ទេថាសម្រាប់សិនឬក៏ដេកឲ្យលក់សិនទៅកុំឲ្យមកគិតបាទពីព្រោះពេលនេះគឺពេលដែលយើងគិតជាតិយើងសំខាន់ណាស់បាទចិត្តសំខាន់មែនតើជាពិសេសកងទ័ពញាតិញោមដែលកំពុងតែក្របដែលកំពុងតែផ្លោងចុះផ្លោងឡើងចិត្តខ្លួននេះខ្ញុំគួរឲ្យតក់ស្លុតណាមែនញោមបាទអញ្ចឹងបានអាត្មាបានជួបវីរៈកងទ័ពយើងគាត់ថាពេលខ្លះតិចគាត់ស្ដាប់លេខចង់លឺដោយសារអីដោយសារសំឡេងក្របសំឡេងក្របធ្លាក់ដុងញាតិញោមគិតមើលយើងក៏សំឡេងផ្ទុះកង់ឡានមួយនៅចិត្តខ្លួនហ្នឹងយើងភ្ញាក់ភ័យហើយនោះខ្លាំងណាស់បងចឹងបានអាត្មាជួបในមុននោះជួបគាត់ម្នាក់ដែរគាត់ថាបងហើយគឺក្របធ្លាក់មកដោយទឹកភ្លៀងយ៉ាងយល់ទេដោយក្របភ្លៀងហើយក្របទឹកភ្លៀងដំណក់ទឹកភ្លៀងមកសរសាយគឺយើងត្រូវតែតតាំងហើយអង្គអាចក្លាហានកន្លែងនេះហើយដែលយើងគិតថាការស្វិតស្វាញរបស់វីរៈកងទ័ពខ្មែរយើងគឺអស្ចារ្យមែនទែនក្នុងនាមអាត្មាជាខ្មែរជាពលរដ្ឋខ្មែរជាកូនខ្មែរគឺសូមសម្ដែងនៃការដឹងគុណចំពោះភាពតស៊ូរបស់កងទ័ពខ្មែរយើងក៏មកដល់ពេលនេះហើយគឺនៅតែស្វិតស្វាញការពារទឹកដីយើងមិនបានឈ្លានពានគេទេតែគេឈ្លានពានយើងយល់ទេគេឈ្លានពានយើងហើយមកដល់ពេលនេះតាមអ្វីដែលយើងតាមដានในសង្គមដូចជាពិសេសនៅក្នុងខេត្តពោធិ៍សាត់ក្តីញាតិញោមអភិបាលខេត្តក៏តែងតែមានការយកចិត្តទុកដាក់ខ្ពស់មែនទែនណាដែលតែងតែណែនាំដល់ប្រជាពលរដ្ឋជាពិសេសក្នុងពេលនេះក្នុងពេលដែលប្រទេសយើងកំពុងតែរងការឈ្លានពានហ្នឹងតែងតែណែនាំជាពលរដ្ឋទី1កុំឲ្យបោះដ្រូនហើយយើងមានដ្រូនណាញោមណាកុំឲ្យបោះកុំអាហ្នឹងគឺកុំហ្មងឲ្យខាតពីព្រោះពេលនេះគឺជាពេលដែលគេត្រូវការពារសន្តិសុខក្នុងតំបន់ណាញោមបាទឲ្យបានសុវត្ថិភាពជូនប្រជាពលរដ្ឋយើងនឹងសំខាន់មែនទែនអញ្ចឹងបានមិនមានអីទេអាត្មាគាត់តែអរគុណច្រើនសម្រាប់ការចូលរួមពីញាតិញោមទាំងក្នុងនិងក្រៅប្រទេសនឹងចូលរួមហើយពេលនេះសូម្បីយើងមាននិន្នាការយ៉ាងណាក៏ដោយដាក់ទុកដាក់សិនណាញាតិញោមដាក់ចុះសិនណាយើងរួមគ្នាចាប់ដៃគ្នាគិតរឿងជាតិសិនពេលនេះណាបើចង់ប្រឆាំងអីឬយ៉ាងណាចាំសង្គ្រាមចប់សិនទៅអាហ្នឹងនយោបាយនេះទៅណាទៅណីអាហ្នឹងតាមនោះទៀតគ្រូអញ្ចឹងអាហ្នឹងអាត្មាមិនរិះគន់មិនថាម៉េចមិនដែរពេលនេះជាពេលដែលយើងត្រូវបាញ់ឈ្មោះទៅគោដៅមុខអាត្មាឥឡូវក៏ដើម្បីអង្គុយឆាន់ហ្នឹងក៏នឹកឃើញនៅតលដែនថាកងទ័ពយើងកំពុងតែកេះកាយកំពុងតែទប់ញាតិញោមមិនដឹងតែគាត់ត្រូវប្រឈមអីខ្លះហើយជន់ភៀសខ្លួនក្មេងៗនៅតលដែនហ្នឹងណានិយាយបែបហ្នឹងទៅផ្នែកចង់ហៀចេញមកបើគឺថាមិនដឹងថាគាត់ត្រូវលំបាកភ័យខ្លាចមើលមេឃមិនដឹងថាត្រូវហោះអីS16 ហ្នឹងវាហោះមកទៀតឬអត់បើសំបីថ្មដឹកស្បៀងទៅចែកដំណើរថ្ងៃមុនហ្នឹងជិះឡានបដៅមើលលើខ្ញុំមើលបើអើតមើលលើបើខ្លាចតែរឿងស្បៀង
ចឹងបានឥឡូវហ្នឹងគេហាមិនឲ្យយើងដឹកស្បៀងគេទៅខ្លាចការពារសុខភាពពលរដ្ឋយើងតោះណាញោមពីព្រោះគេមានឲ្យអាស្អីគេចាប់ពីលើមកគេអាចឃើញបានណាចឹងគឺណាកុំឲ្យថតកុំឲ្យប្រហោះឥឡូវហ្នឹងអត់បានទេវាពាក់ព័ន្ធនឹងសុខភាពតខ្លួនព្រោះហ្នឹងគឺសំខាន់ណាញោមបងហ្នឹងគឺរឿងមួយដែលយើងត្រូវគិតគូរទាំងអស់គ្នាអាគ្រាន់តែចូលរួមប៉ុណ្ណឹងទេក្នុងនាមជាខ្មែរហើយជឿឆ្អើទាំងអស់គ្នាយើងស្រឡាញ់ជាតិទាំងអស់គ្នាញាតិញោមណាបងយើងមិនមានអីលើសពីនឹងទេហើយស្មាគិតថាសង្គ្រាមមួយនេះកូនខ្មែរនឹងចងចាំមួយជីវិតណាថាសៀមហ្នឹងគឺសាហាវតែធ្វើបាបខ្មែរយើងតោះទេញោមបាទគឺមានប៉ុណ្ណឹងទេណានិយាយអីក៏នឹងនិយាយទៀតគ្រូទីប្រឹងតែមានតែបាទជ័យណាគុណតែអញ្ចឹងចង់ជើញបងប្អូនយើងមានមតិតិចមកមានផ្លូវចិត្តបែបណានៅពេលដែលស្រុកទេយើងត្រូវទទួលការឈ្លានពានពីបរទេសអញ្ចឹងតែយើងមានសារយ៉ាងណាទៅកាន់ប្រជាជនយើងក៏ដូចជាបញ្ចេញពីទឹកចិត្តតខ្លួនរបស់យើងណាបាទអញ្ជើញម្ដងអ្នកបងអញ្ចឹងអត់អីបងគេចលោកគ្រូមុនទៅមើលខ្ញុំចាំបាត់គណៈជាបឋមសូមមាសការគុណកែវទាំង3ដោយសេចក្តីគោរពជ្រះជ្រះថ្លាសពកាលមាសការព្រះអង្គគ្រូជាកំសាន្តដែលលោកនិមន្តមកគង់នៅប្រទេសអូស្ត្រាលីរយៈពេល3ខែលើកលែងពេលទៅប្រទេសឥណ្ឌាហើយនឹងគ្រប់ជំរាបសួរលោកគ្រូនិងបងប្អូនញាតិពធទាំងអស់គ្នាបងប្អូនដែលទស្សនាតាម live ផងដែរចាមួយថ្ងៃនេះហ៊ានឡើងចូលហើយមួយទៀតអត់មានអារម្មណ៍ធ្វើការងារអីផ្សេងនេះគឺថ្ងៃកាន់តែទូរស័ព្ទមើល Facebook បានព័ត៌មានអីប្លែកទៀតអត់ហ្នឹងហើយពេលដែលមើលហ្នឹងក៏មានចិត្តមួយកើតឡើងដូចថាព័ត៌មានខ្លះផ្សាយទៅវាលើសពីការពិតណាអញ្ចឹងបងប្អូនយើងក៏ប្រយ័ត្នដែរជួនកាលព័ត៌មានហ្នឹងហើយយើងពេលដែលយើងចែកចាយបន្តទៅទៀតទៅវាធ្វើឲ្យព័ត៌មានហ្នឹងវាមានការវត្តភ័ណ្ឌច្រឡំខ្ញុំក៏ច្រឡំដូចគ្នាដែរជាពិសេសព្រោះឥឡូវហ្នឹងយើងទាំងអស់គ្នាកំពុងតែរងចាំជំនួយពីអន្តរជាតិអញ្ចឹងមានតែប្រទេសធំៗនិងអង្គការសហប្រជាជាតិទេដែលគាត់អាចជួយពួកយើងបានក្នុងពេលនេះពីព្រោះខ្មែរយើងទាំងអស់គ្នាបានសាមគ្គីគ្នាគ្រប់ទីកន្លែងខ្ញុំក៏មានសេចក្តីរំភើបខ្លាំងដែរនៅពេលដែលឃើញសកម្មភាពរបស់ខ្មែរយើងគាត់ចេះជួយគ្នាហើយលើសពីនេះទៅទៀតក៏មានក្រុមខាងថៃដែរដែលខាងរដ្ឋាភិបាលយើងប្រកាសដែរថាពួកគាត់បង្កើត account Facebook page fake គាត់ចូលមកលក្ខណៈញុះញង់ច្រើនអញ្ចឹងបងប្អូនទាំងអស់គ្នាក៏គួរប្រយ័ត្ននៅក្នុងផ្នែកនឹងមួយដែរពីព្រោះជួនកាលយើងអាចយល់ច្រឡំពីព័ត៌មាននឹងអញ្ចឹងសម្រាប់យើងនៅឆ្ងាយហើយនឹងយើងមិនបានចុះទៅផ្ទាល់ក្នុងការពិភាក្សាប្រជុំទាំងអស់ហ្នឹងប្រកាសណាយើងអាចគ្រាន់តែធ្វើការវិនិច្ឆ័យទៅតាមអ្វីដែលគេនិយាយទេអញ្ចឹងយើងកុំឲ្យដូចថាការវិនិច្ឆ័យវាហួសហេតុពេកណាយើងយកមកយើងអាចគិតបានពិចារណាបានបញ្ចេញមតិបានជាលក្ខណៈមួយគឺឲ្យមានកុំឲ្យប្រើពាក្យសម្ដីអសុរោះជេរបតិចបដាសាយវាជារឿងមិនល្អដែរពីព្រោះវាអាចបញ្ជាក់ឲ្យឃើញថាប្រជាជនយើងពីដើមមកមិនមែនមានសន្តានអស់នឹងទេជេរបតិចបដាសាឌៀថ្មេះគេអញ្ចឹងណាយើងមាន culture មួយមានអរិយធម៌មួយគឺការយោគយល់អនុគ្រោះច្រើនហើយបើសិនបើយើងឃើញអ្នកទាំងអស់នោះចេញមកជាក្នុងលក្ខណៈបែបនេះយើងក៏អាចវិនិច្ឆ័យបានដែរយើងមិនចាំបាច់ទៅតបតឬមួយក៏និយាយអីដើម្បីឲ្យវាមានជាបញ្ហាចំនួនទេពីព្រោះចំនួនយើងរាល់ថ្ងៃនេះគឺធំមកយើងដោះស្រាយមិនទាន់ចេញអញ្ចឹងចំនួនតិចតួចបើយើងអាចអនុគ្រោះបានយើងអនុគ្រោះក៏តែយើងទាំងអស់គ្នាក៏គួរវិនិច្ឆ័យបានដឹងដែរបើសិនបើអ្នកណាគាត់ចេញមកគាត់លក្ខណៈភាពពាក្យអសុរោះជេរបតិចបដាសាមិនថាខាងយើងខាងគេដូចគ្នាអញ្ចឹងយើងអាចវិនិច្ឆ័យបានអ្នកនោះជាអ្នកញុះញង់ទេ
បើសិនជាគាត់និយាយមានហេតុផលត្រឹមត្រូវយើងទាំងអស់គ្នាអាចពិភាក្សាបានអញ្ចឹងយើងអាចបន្តគំនិតមួយគឺឲ្យពិភពលោកមើលឃើញថាខ្មែរយើងមិនមាន culture មិនមានអរិយធម៌ជ័យបន្តិចផ្ដាសាគ្នាអញ្ចឹងយើងចូលរួមទាំងអស់គ្នាដោះស្រាយបញ្ហាធំគឺបញ្ហាថៃឈ្លានពានលើទឹកដីខ្មែរយើងពួកគាត់មកសម្រាប់ប្រជាជនខ្មែរយើងដល់ផ្ទះហើយគាត់ស្រែកឲ្យអន្តរជាតិថាគាត់គ្រាន់តែការពារខ្លួនចំណុចអស់ហ្នឹងខ្ញុំគិតថាមិនមែនអន្តរជាតិគាត់មិនមើលឃើញទេគាត់ប្រកាសជាអាចមើលឃើញក៏ប៉ុន្តែពួកយើងជាប្រជាជនសាមញ្ញយើងអត់បានចូលប្រឡូកនៅក្នុងការដោះស្រាយបញ្ហាជាលក្ខណៈអន្តរជាតិគេមានច្បាប់មានក្រឹតក្រមរបស់គេអញ្ចឹងទាំងអស់គ្នាត្រូវ patient ត្រូវអត់ធ្មត់ក្នុងការរងចាំក្នុងការដោះស្រាយអញ្ចឹងជំរឿនដ៏ល្អបំផុតគឺឥឡូវគឺយើងដើរតាមរដ្ឋាភិបាលយើងអត់មានជំរឿនអីផ្សេងគ្មានជនណាផ្សេងដែលមកជួយយើងបានក្នុងពេលបច្ចុប្បន្ននេះទេខ្មែរយើងនៅក្នុងប្រទេសក្រៅប្រទេសគឺត្រូវតែសាមគ្គីគ្នាមិនថាលក្ខខណ្ឌណាទេបាច់ខាតត្រូវតែសាមគ្គីគ្នាមានអ្វីដែលជាចំណុចល្អយើងផុសចែកគ្នាក្នុងលក្ខណៈល្អក្នុងលក្ខណៈអន្តរជាតិដឹងឮពេលដែលពិភពលោកដឹងឮឥឡូវនេះខ្ញុំឃើញថាតាំងពីសង្គ្រាមលើកទីពេលដែលមានសង្គ្រាមទី1នឹងដល់ឥឡូវនេះពិភពលោកគេឃើញច្រើនណាស់ក៏ប៉ុន្តែខ្ញុំខ្លួនឯងក៏អត់យល់ពីច្បាប់ដោះស្រាយនៅក្នុងការដោះស្រាយរវាងចំនួនប្រទេសនិងប្រទេសដែរអញ្ចឹងយើងជាប្រជាជនសាមញ្ញមិនអាចយល់ដឹងបានច្បាស់ទេអញ្ចឹងយើងទុកអត្ថិភាពនេះឲ្យខាងរដ្ឋាភិបាលដោះស្រាយត្រូវតែរងចាំពីព្រោះប្រទេសយើងជាប្រទេសទុនខ្សោយថៃគេមានប្រជាជនគេច្រើនណាស់ហើយសម្រាប់រឿង technology ពួកគេក៏ប្រកាសជាប្រកែមិនមែនអន់ទេអញ្ចឹងយើងទាំងអស់គ្នាត្រូវតែអត់ធ្មត់ទាំងអស់គ្នាហើយមួយទៀតខ្ញុំក៏សូមអរគុណដល់យុទ្ធជនខ្មែរយើងដែលគាត់បូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារប្រទេសជាតិយើងមិនដឹងថាយើងមានពាក្យអ្វីដើម្បីថ្លែងអំណរគុណឲ្យអស់ពីក្នុងចិត្តរបស់យើងណាពីព្រោះយើងម្នាក់គ្រាន់តែឈឺបន្តិចទៅរកពេទ្យដូចខ្ញុំអញ្ចឹងតែងើបពីឈឺបន្តិចបន្តួចយើងទៅរកពេទ្យហើយនេះយើងមានសុខាភិបាលគេល្អផងចំពោះពួកគាត់សូម្បីតែការហូបចុកការស្នាក់នៅហើយត្រូវដោយព្រះអង្គខ្សានលោកមានប្រសាសន៍លោកមានដីកាមកអញ្ចឹងថាសូម្បីឥឡូវតិចគាត់ស្ដាប់អីលែងលឺហើយវាសំឡេងក្របវាខ្លាំងពេកអញ្ចឹងវាមិនមែនប៉ះពាល់តែក្នុងពេលបច្ចុប្បន្នទេវាប៉ះពាល់ទៅដល់អនាគតរបស់គាត់ទៀតអញ្ចឹងគុណនឹងយើងអត់ដឹងថាមានអ្វីដើម្បីថ្លែងឲ្យលើសពីការដែលយើងទាំងអស់គ្នាដែលនៅជួរក្រោយយើងសហការគ្នាយើងគ្រប់គ្រងគ្នាជួយលើកទឹកចិត្តគ្នាមិនថាផ្នែកណាឯងខ្ញុំមើលឃើញទៅក៏រំភើបដែរខ្មែរយើងក្នុងប្រទេសក្រៅប្រទេសសហការគ្នាបានល្អក្នុងការលើកទឹកចិត្តគ្នាក្នុងការជំនួយជួយគ្នាទៅវិញទៅមកឧបត្ថម្ភគ្នាទៅវិញទៅមកអញ្ចឹងយើងទាំងអស់គ្នាបានពេញភារកិច្ចនឹងអស់ហើយរដ្ឋាភិបាលក៏គាត់បានពេញភារកិច្ចនឹងដែរតែក៏យើងឥឡូវមិនទាន់មានដំណោះស្រាយតទៀតដែរអញ្ចឹងបើយើងរៀនយល់ទៅវាជាអកុសលវិបាកយើងទាំងអស់គ្នាក៏ប៉ុន្តែខ្ញុំក៏គិតថាអកុសលវិបាកហ្នឹងវានឹងកន្លងផុតទៅវាធម៌ទាំងឡាយវាមានបច្ច័យបានកើតហើយវានឹងរលត់ទៅវិញដូចគ្នាក៏ប៉ុន្តែគ្រាន់ថាវាមិនទាន់អស់បច្ច័យវាអត់ទាន់រលត់អញ្ចឹងយើងទាំងអស់គ្នាមានតែត្រូវរងចាំហើយនឹងមើលតាមស្ថានភាពអ្វីមួយដែលយើងអាចជួយបានផ្នែកណាមួយដែលយើងអាចជួយបានយើងនឹងជួយទាំងអស់គ្នាហើយខ្ញុំក៏ឃើញទឹកចិត្តរបស់ប្រជាជនខ្មែរយើងដែរគឺពួកគាត់លះបង់មិនថាពេលវេលាមិនថានៅនិយាយទៅគ្រប់ប្រទេសទាំងអស់នេះក៏សារមួយបញ្ជាក់ឲ្យពិភពលោកបានឃើញថាខ្មែរយើងមានអរិយធម៌មួយគឺចេះជួយចែកម្លែកគ្នាហើយក៏ជាមេរៀននិងជាបទពិសោធន៍សម្រាប់ក្មេងៗចំនួនក្រោយឲ្យគាត់យកគំរូតាមដែរចាលោកគ្រូខ្ញុំសូមចូលរួមប៉ុណ្ណឹងនិងអរគុណច្រើនជាបឋមសូមនមស្ការថ្វាយបង្គំពុទ្ធគុណប្រតនត្រ័យជាទីគោរពជាទីសក្ការៈសូមនមស្ការចំពោះលោកចាស់គ្រូជាកំសាន្តដែលព្រះអង្គបាននិមន្តមកក្នុងពេលនេះដើម្បីគង់នៅប្រទេសអូស្ត្រាលីមួយរយៈហើយក៏សូមជម្រាបសួរចំពោះលោកគ្រូដែលមានព្រះវត្តមានក្នុងទីនេះដែរជម្រាបសួរមិត្តពធទាំងអស់ដែលជាឱកាសអញ្ជើញមកចូលរួមក្នុងពេលនេះហើយក៏សូមជម្រាបសួរបងប្អូនដែលទស្សនាតាម live ទាំងអស់បាទចំពោះទស្សនៈខ្ញុំគឺថាពេលនេះគឺមានការពិបាកក្នុងរយៈពេល
ដែលប្រទេសជាតិកំពុងតែមានវិបត្តិហ្នឹងគឺថាជាក្នុងចិត្តរបស់ខ្ញុំគឺថាពិបាកនឹងទ្រាំតែលេខទឹកឃើញតែមានការ បាញ់ប្រហារគ្នាសិស្សសាលារត់ដណ្ដើមរកកន្លែងសុវត្ថិភាពគឺក្នុងចិត្តគឺថាគិតប្រៀបធៀបទៅឃើញថាវាពេលឈឺចាប់រកទីបំផុតគ្មានពួកខ្ញុំកណាតាំងពីទូចមកក៏ធ្លាប់ឆ្លងកាត់គឺថាមានសភាពអញ្ចឹងដែរការជំនាន់សង្គ្រាមដែលចាប់ផ្ដើមពីឆ្នាំ1970គឺមានកប៉ាល់ហោះមានអីរត់កាត់នៅស្ទូងក៏ហ្នឹងគឺថាមានអាមេរិកកប៉ាល់ហោះដូចគ្នាអញ្ចឹងហើយភ័យរត់ចូលក្នុងត្រង់សេពេលហ្នឹងគឺថាយើងមានអារម្មណ៍ដូចគ្នាអញ្ចឹងការភ័យខ្លាចគឺថាគិតទៅឃើញថាមានការភ័យខ្លាចដូចគ្នាអញ្ចឹងឃើញរូបភាពអញ្ចឹងដូចជាពិបាកអត់នឹកស្មានខ្ញុំកណាអត់នឹកស្មានថាប្រទេសយើងអាចធ្លាក់ចូលទៅក្នុងសង្គ្រាមដូចពេលនេះទៅអត់នឹកស្មានយើងប្រទេសយើងតូចយើងមិនអាចទៅឈ្លានពានប្រទេសធំទៅវាយដណ្ដើមយកទឹកដីប្រទេសធំអីបានទេអញ្ចឹងទៅដូចជារនឹកឃើញហើយក៏សូមហើយក៏ឆ្លៀតឱកាសនេះក៏សូមថ្លែងអំណរគុណគឺថានឹកដឹងគុណចំពោះព្រះកងទ័ពដែលលះបង់សាច់សោះឈាមស្រស់នៅក្នុងសមរភូមិយកជីវិតទៅបដូរដើម្បីការពារប្រជារាស្ត្រយើងការពារទឹកដីការពារបូរណភាពរបស់យើងខ្ញុំក៏មានមោទនភាពដែរដែលឃើញពេលនេះខ្មែរយើងមានការរួបរวมគ្នាមានការសម្ដែងមតិផុសផុលគ្រប់ទិសទីប៉ុន្តែខ្ញុំក៏សូមសំណូមពរថាការផុសផុលការរួបរวมគ្នានេះគឺថាសូមឲ្យមានរយៈពេលយូរអង្វែងកុំចាស់តែមានមួយរយៈហើយក៏ភ្លេចខ្លួនព្រោះថាឃើញមួយរយៈមុនមកគឺថាបានតែមួយរយៈរួចទៅក៏ភ្លេចខ្លួនមិនបន្តឲ្យបានយូរអង្វែងពួកខ្ញុំគិតថាពេលនេះគឺសង្គ្រាមមិនអាចចប់ភ្លាមទេគឺអាចបន្តទៅមុខទៀតព្រោះយើងបានឃើញតែក្នុងសកលលោកសពថ្ងៃពុំមាន ការគោរពច្បាប់ជាតិអន្តរជាតិអ្វីជាធំទេគឺថាអ្នកណាមានអំណាចសកត់យកអ្នកតូចបាទយើងឃើញសង្គ្រាមនៅរុស្ស៊ីនិងយូក្រែនជាឧទាហរណ៍ស្រាប់គឺថាมันអាចដោះស្រាយបានទេតើតែយើងនឹងពង្រឹងកម្លាំងរបស់យើងហើយដើម្បីឲ្យយើងខ្លាំងបានគឺយើងត្រូវរួបរวมគ្នាអ្នកដែលមានទស្សនៈនយោបាយផ្សេងគ្នាសូមទម្លាក់ចោលហើយបែរមករួបរวมគ្នានៅក្នុងពេលដែលប្រទេសជាតិយើងកំពុងតែមានបញ្ហាយើងទៅទម្លាក់ចោលការស្អប់ការគុំគួនចងគំនុំគ្នានៅក្នុងប្រទេសយើងហើយរួបរวมគ្នានឹងជាកម្លាំងតែមួយគត់ដែលអាចធ្វើឲ្យជាតិយើងអាចបន្តជីវិតទៅមុខទៀតបានខ្ញុំក៏អរគុណចំពោះ ប្រជាពលរដ្ឋទាំងអស់ខ្ញុំបានឃើញក្នុង Facebook ទាំងប្រសង់ទាំងប្រសក់ទាំងអ្នកមានទាំងអ្នកក្របានចូលរួមចំណែកយ៉ាងច្រើនហើយប៉ុន្តែសូមឲ្យការចូលរួមនេះឲ្យបានជាអង្វែងតទៅមុខទៀតពីព្រោះសេចក្តីទឹកការនឹងមិនអាចមានតែមួយរយៈពេលហ្នឹងទេអាចមានយូរអង្វែងតទៅទៀតសង្គ្រាមតែកាលណាយើងមកកើតហើយគឺតែมันអាចមកចប់បាននៅក្នុងរយៈពេលខ្លីទៀតដូច្នេះគឺថាអ្នកដែលបង្កសង្គ្រាមគឺជាអ្នកដែល ធ្វើឲ្យយើងមានការពិបាកក្នុងការផលិតទៅវិញយើងគិតមើលក្នុងសង្គ្រាមដែលបង្កនៅឆ្នាំ1970រហូតដល់1997ឬក៏អប់2000ទៀតចប់នៅ98កម្មចប់98បាទ1998យើងគិតមើលរយៈពេលប្រហែលឆ្នាំហើយពី98មក2025យើងទើបតែបានស្រួលបានមានឱកាស
អភិវឌ្ឍប្រទេសជាតិបានក្នុងរយៈពេលមិនដល់20ឆ្នាំ20 ជិត30ឆ្នាំបាទប៉ុណ្ណឹងឥឡូវយើងតទៅទៀតឥឡូវយើងតទៅទៀតដូច្នេះយើងមិនដឹងថាថ្ងៃណាយើងអាចនឹងបញ្ចប់សង្គ្រាមនឹងបានទេអញ្ចឹងសង្ឃឹមថាខ្មែរយើងនឹង រួបរวมគ្នាហើយបន្តនៅការសាមគ្គីនេះឲ្យបានយូរអង្វែងតទៅមុខទៀតបាទសូមអរគុណប៉ុណ្ណឹងសាប់អរគុណបាទយី ជាបឋមនេះខ្ញុំបកណាសូមគ្រប់រលឹកដល់គុណប្ររតនត្រ័យហើយសេចក្តីគ្រប់ដល់ខ្ពង់ខ្ពស់ថ្វាយបង្គំលោកម្ចាស់គ្រូដែលមានវត្តមាននៅទីនេះនិងលោកគ្រូព្រមទាំងញាតិពធទាំងអស់គ្នាជាទីគោរពរាប់អានដោយអារម្មណ៍ជាខ្មែរតែមួយមានអារម្មណ៍ដូចគ្នានៅពេលដែលប្រទេសជាតិជួបទុក្ខលំបាកអញ្ចឹងគឺនៅពេលដែលបើកមើលឃើញព័ត៌មានហ្នឹងគឺអត់អាចយកផ្នែកចេញពី Facebook បានទេចេះតែចង់តាមដានហើយក៏ចង់ឃើញប្រទេសហ្នឹងមានសន្តិភាពឡើងវិញប៉ុន្តែយើងមិនអាចគ្រាន់តែថាយើងគិតចង់អញ្ចឹងទៅវាបានដូចអ្វីដែលយើងចង់បានប៉ុន្តែអ្វីដែលខ្ញុំរយៈពេលកន្លងមកហ្នឹងខ្ញុំនៅតែចងចាំនៅសម្ដីរបស់វីរៈកងទ័ពតែគាត់មុនពេលដែលគាត់ពលីដែលគេបរហោះមកហ្នឹងខ្ញុំនៅតែនឹកឃើញនៅក្នុងខួរក្បាលរបស់ខ្ញុំរហូតហ្នឹងដោយសារតែគាត់អត់ស្ដាយអាយុជីវិតគាត់គាត់តែងតែថាគាត់លះបង់ជូនជាតិហើយគាត់នឹងការពារទឹកដីមួយហ្នឹងដោយអាយុជីវិតរបស់គាត់បូជាសាច់ស្រស់ឈាមស្រស់ប៉ុន្តែគាត់តែងតែនឹកឃើញដល់នៅពេលដែលគាត់មានគ្រោះថ្នាក់អញ្ចឹងអ្វីដែលគាត់នឹកឃើញមុនគេហ្នឹងគឺគាត់បាននិយាយថាឲ្យនាំឪពុកម្ដាយគាត់ឬក៏ប្រពន្ធកូនគាត់រត់ផងកន្លែងហ្នឹងដូចចង់និយាយថាយើងគ្រប់គ្នាសិតតែមានគ្រួសារយើងស្រឡាញ់គ្រួសារយើងអញ្ចឹងនៅពេលដែលគាត់លះបង់ដើម្បីជាតិគាត់ចង់ឲ្យយើងដែលនៅជួរក្រោយទាំងអស់គ្នាហ្នឹងថែរក្សាឪពុកម្ដាយនិងក្រុមគ្រួសារគាត់ផងនៅពេលដែលគាត់បានពលីដើម្បីជាតិអញ្ចឹងកន្លែងហ្នឹងធ្វើឲ្យខ្ញុំស្ដាប់ហើយមានអារម្មណ៍ថាយើងនៅជួរក្រោយយើងអត់មានការលំបាកដូចគាត់ទេអញ្ចឹងដូចជាបណ្ដាំរបស់គាត់ដែលគាត់ពឹងយើងជាតបជួរក្រោយនឹងឲ្យយើងនឹងជួយមើលថែរក្សាក្រុមគ្រួសារគាត់ផងអញ្ចឹងខ្ញុំបានដូចថាមានអារម្មណ៍ថាយើងទាំងអស់គ្នាហ្នឹងបើយើងនៅដឹងគុណគាត់គោរពដល់ការលះបង់របស់គាត់យើងកុំបោះបង់ក្រុមគ្រួសារគាត់នៅតែបន្តព្យាយាមជួយទី1យើងជាខ្មែរដូចគ្នាទោះបីយើងនៅប្រទេសណាក៏ដោយនៅទីណាក៏ដោយក៏យើងនៅតែរួបរวมថាយើងមានឈាមជ័រជាខ្មែរអញ្ចឹងយើងត្រូវតែជួយទឹកដីយើងជួយប្រជាជនយើងហើយកុំភ្លេចដល់ក្រុមគ្រួសាររបស់បងវីរៈកងទ័ពដែលគាត់បានពលីជីវិតទៅហើយនោះសូមកុំឲ្យយើងនឹងនឹកឃើញតែមួយផ្លែតដូចបងបានបញ្ចេញយោបល់ហ្នឹងសូមឲ្យនឹកឃើញការដឹងគុណហើយក៏បន្តនៅការជួយដល់ជាតិយើងឲ្យបានយូរអង្វែងទៅផងចាខ្ញុំមានពាក្យប៉ុណ្ណឹងហើយសូមឲ្យបងជួយបញ្ចេញយោបល់បន្តទៀតចាអរគុណច្រើនខ្ញុំប្រកាសណាសូមនមស្ការចំពោះប្រធានថេរៈគ្រប់ព្រះអង្គហើយនឹងមានព្រះអង្គនៅគង់នៅទីនេះសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមានចំណុច2ដែលខ្ញុំចង់ចូលរួមចែកម្លែកជាមួយបងប្អូនហើយក៏ខ្ញុំគិតថាវាជាយុទ្ធនាការថ្មីដែលយើងគួរតែចាប់ផ្ដើមយើងដឹងហើយថាឥឡូវនេះយើងអត់មានដំណោះស្រាយអីដែលយើងឃើញថាមានពន្លឺនៅឡើយទេសម្រាប់បញ្ហារបស់យើងនេះចឹងប្រទេសគេក៏គេមានបច្ចេកវិទ្យានឹងទំនើបហើយក៏គេប្រើប្រាស់នៅបណ្ដាញព័ត៌មានហ្នឹងជាច្រើនដែលយើងបាច់និយាយយើងឃើញថាគេបានសង្កត់ថាលុបយើងបាត់តែដោយសារគេខ្លាំងជាងយើងគ្រប់យ៉ាងឥឡូវ
យើងដឹងហើយតែគេខ្លាំងជាងយើងគ្រប់យ៉ាងប៉ុន្តែអាទូចយើងនេះយើងគួរធ្វើអីបានខ្ញុំគិតថាមានរឿងពីរដែលខ្ញុំចាប់អារម្មណ៍ទី1គឺរឿងបណ្ដាញសារព័ត៌មានឥឡូវបើសិនជាយើងនៅតែបន្តរិះគន់គេនៅតែបន្តលើកឡើងអបអរសាទរនៅជ័យជំនះដែលយើងឃើញផ្លែតរបស់បងប្អូនជាបងប្អូនរយៈកងទ័ពយើងអាហ្នឹងគឺជាគ្រោះថ្នាក់ណាស់សម្រាប់បងប្អូនរយៈកងទ័ពអ្នកទាំងអស់គ្នាដឹងហើយថាយើងមិនមែនកំពុងតែធ្វើសង្គ្រាមដើម្បីយកជ័យជំនះទេយើងកំពុងការពារខ្លួនហើយបើយើងឃើញនេះខ្ញុំផ្ញើសារទៅកាន់បងប្អូនដែលកំពុងតែសបាយអជាមួយនឹងអាទង្វើដែលឃើញផ្លែតហ្នឹងបងប្អូនគិតឡើងវិញនៅពេលដែលយើងយករូបភាពជោគជ័យផ្លែតហ្នឹងយកមកបង្ហាញថាអូយសោះមុខហើយត្រូវដាក់វាទៅណាថែមអញ្ចឹងវាអត់មានបានជួយអីទេវាកាន់តែប្រឆេះកំហឹងហើយខ្ញុំសូមរំលឹកបងប្អូនដែលកំពុងធ្វើនៅការបង្ហោះបែបហ្នឹងបើសិនជានៅតែបន្តអញ្ចឹងទៀតណាអ្នកទាំងអស់គ្នាអត់បានជួយទេគឺកំពុងតែបន្ថែមរឿងដែលជាបញ្ហាហើយក៏កាន់តែបន្លាយនៅធ្វើឲ្យខាងមួយខាងទៀតហ្នឹងកាន់តែយកអានឹងជាការឈឺចាប់ដើម្បីបានលេះយកមកវិបហាយើងខ្ញុំសូមឲ្យបងប្អូនគិតថាឥឡូវយើងបន្តហើយខ្ញុំក៏កំពុងគិតដែរថាគាត់ទៅប្រាប់បងប្អូនប៉ុណ្ណឹងប្រហែលជាអត់បានផលទេវាមិនបានពាក្យសម្ដីហ្នឹងវាទៅដល់ទេចឹងប្រហែលជាអាចថាយើងគួរតែចាប់ផ្ដើមគិតទាំងអស់គ្នាមើលអ្នកចេះភាសាថៃអ្នកចេះភាសាផ្សេងទៀតបើសិនជាមានក្រុមណាមួយដែលយើងអង្គុយគិតរួមគ្នាថាយើងទៅសេសារតែម្ដងសារហ្នឹងអ្នកនរនេះគួរបោះឧទាហរណ៍ថាជា script ខ្លីឬក៏ជាស្អីក្នុងលក្ខណៈក្នុងអត្ថន័យជាសន្តិភាពជាការស្នើសុំអន្តរជាតិផងជាការស្នើសុំប្រជាពលរដ្ឋថៃខ្លួនឯងចំណុចនេះខ្ញុំបានដឹងប្រវត្តិសាស្ត្រកាលពីសង្គ្រាមវៀតណាមខ្ញុំបានមើលលំអិតសង្គ្រាមវៀតណាមបញ្ឈប់មិនមែនអាមេរិកខ្សោយទេនៅពេលនោះប៉ុន្តែពេលនោះប្រជាពលរដ្ឋអាមេរិកខ្លួនឯងគឺងើបតវ៉ាដើម្បីឲ្យការសង្គ្រាមការធ្វើសង្គ្រាមហ្នឹងគឺសូមបញ្ឈប់ប្រជាពលរដ្ឋខ្លួនឯងក៏អត់ពេញចិត្តនឹងអញ្ចឹងដែរហើយយើងបានលេចឮព័ត៌មានថាមានប្រជាពលរដ្ឋមួយក្រុមនៅប្រទេសថៃនេះដែលជាជនជាតិថៃខ្លួនឯងបានទៅធ្វើបាតកម្មដូចគ្នាបង្ហាញអំពីមតិថាហេតុអីបានជាត្រូវបន្តសង្គ្រាមហ្នឹងដែលត្រូវបញ្ជូនកងទ័ពនិងត្រូវចំណាយធនធាននៅក្នុងការធ្វើសង្គ្រាមដល់ម្លឹងខ្ញុំគិតថាសញ្ញាមួយនេះហើយនឹងប្រវត្តិសាស្ត្រត្រឡប់ទៅវិញនៅក្នុងពេលនោះអាចយកមកឲ្យយើងអនុវត្តបានពួកយើងកលេចមើលឃើញថារដ្ឋាភិបាលកំពុងតែធ្វើការងារបែបការទូតទៅលើឆាកអន្តរជាតិហើយចុះប្រជាពលរដ្ឋដែលនៅខាងក្រៅតើពួកយើងអាចធ្វើមិនបានដើម្បីផ្ដល់នៅការមើលឃើញរបស់ប្រជាជនថៃនៅក្នុងប្រទេសខ្លួនឯងហ្នឹងណាឲ្យមើលឃើញថាសង្គ្រាមមួយនេះមិនមែនរឿងរបស់ខ្មែរតែម្នាក់ឯងទេវាគឺជារឿងទាំងអស់គ្នាដែលយើងជាប្រជាពលរដ្ឋនេះយើងអត់អាចផ្ញើវាសនាទៅលើមនុស្សតែប្រមាណអ្នកនេះនៅក្នុងការសម្រេចចិត្តទៅលើជោគវាសនាប្រទេសត្រូវតែបន្តសង្គ្រាមនឹងបែបហ្នឹងទេហើយកម្ពុជាទៅមុនហើយកម្ពុជាបានដាក់ខ្លួននៅក្នុងការដោះស្រាយលើឆាកអន្តរជាតិហើយតើយើងជាអ្នកជួរក្រោយដូចជាប្រជាពលរដ្ឋយើងនៅក្នុងប្រទេសនេះយើងអាចធ្វើអីបានដើម្បីដាស់តឿនឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសថៃហ្នឹងគេមើលឃើញអំពីចំណុចដែលត្រូវរុញច្រានឲ្យទៅឆាកអន្តរជាតិទាំងអស់គ្នាអត់ហើយចុះបើយើងនៅតែបន្តចាក់ឆ្កឹះឲ្យគេខឹងទៀតណាប្រជាពលរដ្ឋគេដែលគេមិនពេញចិត្តសង្គ្រាមក៏គេនៅស្ងៀមដែរហើយចំណែកប្រជាពលរដ្ឋដែលគេចង់បានសង្គ្រាមតែគេជឿថាថៃខ្មែរយើងនឹងទៅធ្វើបាបគេណាវារឹតតែក្តៅទៀតអញ្ចឹងខ្ញុំគិតថាដល់ពេលវេលាដែលយើងគួរមើលឃើញចំណុចហ្នឹងហើយចំណុចនេះគឺជាចំណុចដែលយើងគួរចាប់ផ្ដើមធ្វើមិនចាំតែរដ្ឋាភិបាលម្នាក់ឯងទេរដ្ឋាភិបាលទៅឆាកអន្តរជាតិហើយចំណែកពួកយើងនៅខាងក្រៅគួររួមគ្នាផ្ញើសារជាសម្លេងបតុនអិយាប័តចេះនិយាយថាយើងតូចយើងទៀបប៉ុន្តែមិនគឺយើងទៅពើងខ្លួនដាក់គេហើយយើងសប្បាយបន្តិចឥឡូវគិតរឿងតូចបើគេពងវាយយើងគេជន់កយើងហើយយើងស្រែកថាហែងចាំមើលអញវាយអញតងាប់អញមិនដែរគេព្រមតែគេពងជន់កនេះអញ្ចឹងអានឹងរឿងទូចណាអ្នកផ្សាយព័ត៌មានបច្ចាហ្នឹងគិតឡើងវិញចាអញ្ចឹងខ្ញុំសូមចូលរួមប៉ុណ្ណឹងហើយខ្ញុំគិតថាបន្ទាប់ពីនិយាយប៉ុណ្ណឹងទៅអត់ចប់ប៉ុណ្ណឹងឯងកំពុងគិតថាតើនឹងត្រូវជួបជុំជាមួយនឹងបញ្ញាវ័នបងប្អូនដែលចេះភាសាយើងគួរតែចងក្រងជា script បែបម៉េចយើងធ្វើយុទ្ធនាការផ្សាយព័ត៌មានរួមគ្នាតែម្ដងហើយបងប្អូនដែលមិនចេះភាសា copy script យើងយកទៅដាក់ទៅហើយមិនប្រហែលថ្ងៃរហូតដល់យើងមានសន្តិភាពចាំយើងឈប់ផ្សាយអានេះជាយុទ្ធនាការដែលយើងធ្វើបានណាមិនចាំរដ្ឋាភិបាលទេចា
ចឹងខ្ញុំចូលរួមប៉ុណ្ណឹងអរគុណបងប្អូនចាហើយសូមជម្រាបលា បងសេដាបងសេដាខ្ញុំពងគ្រូបងខ្ញុំចាំក្រោយ ចាំក្រោយទៅយើង អត់ហើយបងអត់ហើយដល់សពបងថ្ងៃមុនទៅ Sunday ទៅកន្លែងបាតកម្មនោះខ្ញុំឃើញ sign ថា Cambodia wants peace ហើយដល់ឃើញលឺសែកខ្លាំងខ្ញុំក៏ដូចថាមានអារម្មណ៍ថាដឹកកាចម៉េះយើងចង់បាន peace ហើយយើងធ្វើដឹកកាចដឹកទៅនិយាយមិញហ្នឹងខ្ញុំនឹកថាជាជនខ្មែរយើង slow ទៅណាហើយចិត្តល្អទៀតហើយពេលមាន COVID-19 នោះកប៉ាល់នោះអត់មានអាណាទួលទេមានតែពួកខ្មែរហ្នឹងហើយពេលយើងមានຕົកលំបាកអញ្ចឹងយើងចង់ឲ្យគេជួយយើងកុំធ្វើខ្លួនឯងដឹកកាចពេកអញ្ចឹងហ្នឹងហើយខ្ញុំថ្ងៃមុនខ្ញុំទៅបាតកម្មហ្នឹងខ្ញុំមកវិញខ្ញុំមើល news អត់មានអ្នកណាហៅ news អីទៅជួយផ្សាយខ្ញុំស្ដាយការយើងចំណាយពេលវេលាទៅហើយអត់មានគិតដល់កន្លែងហ្នឹងហើយខ្ញុំហ្នឹងនឹងផ្ញើរូបថតខ្លះចូលហ្នឹងchannel ណា news មិនដឹងគេយកទៅផ្សាយអត់ចុះមានតែគេស្លាប់អីនៅបណ្ដាយនោះអញ្ចឹងទៅប្រហែលស្ងាត់អញ្ចឹងនិយាយស្ដាយពេលវេលាហ្នឹងដែរចាហ្នឹងហើយចាខ្ញុំមានតែប៉ុណ្្នឹងហ្នឹងហើយ on the day we did go to Parliament House to try and send a voice of the Cambodian people to the world to tell the world that there is something going on between Thailand and Cambodia. It looks like there's aggression from the Thai side. They didn't they broke the peace agreement again, and we just wanted the world to know. And there is a lot of civilian being displaced by a lot of bombing and shooting at the border. Families on both sides dying. Just want to bring this news to the world and ask the world to not remain silent and to speak out against violence and to stop it. There is no need for violence. We can talk and come to an agreement without having to kill normal civilian people. That's all. Nhưng vậy ở bàn chưa có đang rất khó nhung sẽ lần chưa có đây nữa cả ngày đừng có sẽ vậy chờ chi bắt thong nhung sôm namaskar đó phải đặt nặng trai hay có sôm namaskar bưng cung pretheran thera kropang để tesna cả phía xa ngày nay on tam online hay sôm namaskar luôn chaที่ของสร้างได้เติบโตในมุมหมดดอลูกปะอองภายเชียออกกายอยู่ปุ่นแต่ปุ๋ยชื่อนึกปะตอการจะใจคณิตเตียนตามปะเตยยมทราบลือสำเร็จบองปองถึงออกแต่บ้านเลิกหลายมันเข้าไปคณิตประมาณเตตามปะเตยนะให้ยังกระทาจับไปเคยขยมแชร์ยมเจแต่ยมชมเจขมายให้ยมแชร์ที่ภาษาอังกฤษไปปุ๊บยมกระทาเบอร์ยังถอยจีขมายยังเอาGoogle Translation นั้นไปบอกแผลเต๋ออัตราในยี่จุงการขอถึงสองหนึ่งจ้าให้มาอย่างเป็นติดบองโอนยังได้แมนขมายก็แชร์มือภาษาขมายตีให้เบอร์ยังรุ่มเปิ้งก็ได้โรบอลการเงินประจำทั้งไงอะไรอย่างจด Google มือยังตัวทำเหมือนนึงจับพลังไปเรื่องขมายครั้งน่ะให้ยมกระทาไปให้เจียมันสบู่ตีจ้าจังเตอยมสำหรับจัดท่าเป็นนิสมแหลกบองมาดิจ้าเบสนาจะบองโอนเคยยมตะเซจะอังกฤษแล้วตั้งปี
និយាយទៅចាប់ពីពេលដែលគេកំទេចនៅស្ពានមិត្តភាពស្ពានជ័យជំនះនៅថ្មដានៅពោធិ៍សាត់ហើយនឹងសន្តាគារពីខ្នងហ្នឹងពីអាគារហ្នឹងខ្ញុំមានអារម្មណ៍ថាប៉ុណ្្នឹងហើយនៅតែមានសហគមន៍អន្តរជាតិថាដូចជាគិតថាវាគ្រាន់តែជាការបាញ់បោះរប៉េះរប៉ោះដែលកើតមានឡើងម្ដងទៀតទៅតាមកំហឹងរបស់ប្រទេសទាំងពីរគេតែងតែនិយាយថាប្រទេសទាំងពីរត្រូវតែទប់អត់ធ្មត់ដែលរដ្ឋាភិបាលខ្មែរប្រជាជនខ្មែរនឹងអត់ធ្មត់ឡើងចង់ធ្លាឈាមតាមភ្នែកនិយាយទៅទប់ចាខន្តីនឹងគឺខន្តីដល់កំណត់ហើយគេនៅតែនិយាយអញ្ចឹងខ្ញុំមានការជឿចាប់មែនតើពីព្រោះយើងវាអត់នោះអត់ដល់ដំណាក់កាលមួយដែលថាសង្ឃថាដាច់ខ្យល់ម្នាក់ហើយមិនអញ្ចឹងយកធរដាក់ខ្លួនប៉ុណ្ណាសមាធិប៉ុណ្ណាក៏ដោយក៏ News Media International News Agency ចេញមកមួយណាក៏អញ្ចឹងដែរ both side need to ទៀតហ្មងអញ្ចឹងត្រឡប់មកវិញខ្ញុំចង់ជម្រាបថាសូមបងប្អូនដែលឃើញខ្ញុំបង្ហោះឬក៏ share អីដែលខ្ញុំឈប់ទៅសេជាខ្មែរហ្នឹងខ្ញុំប្រើអង់គ្លេសច្រើនជាងដើម្បីឲ្យមិត្តភ័ក្តិរបស់ខ្ញុំដែលជា friend នៅជុំវិញពិភពលោកហ្នឹងគាត់បានអានថាខ្ញុំនឹងបារម្ភរឿងអី share រឿងអីនិយាយរឿងអីយ៉ាងហោចបំផុតក៏គេចាប់អារម្មណ៍ព្រោះអីជាភាសាដែលគេមើលយល់ចាអញ្ចឹងមិនខ្ញុំភ្លេចកំណើតខ្លួនឯងទេមកពីស្រឡាញ់ជាតិមកពីស្រឡាញ់មាតុភូមិហ្នឹងហើយបានជាយប់ឡើងអត់មានបានគេខ្ញុំលក់ហ្មងមិនដឹងមិនចាគេលក់ដល់អញ្ចឹងមានអារម្មណ៍មួម៉ៅខ្លួនឯងហ្នឹងគ្រប់គ្រងអារម្មណ៍លែងបានទៀតដល់ចំណុចមួយណាចាអញ្ចឹងខ្ញុំនឹងបន្ត share បន្តនិយាយជាភាសាអង់គ្លេសប៉ុន្តែត្រូវរកពេលដើម្បីធ្វើការងារហ្នឹងព្រោះខ្ញុំរវល់ឡើងរត់ទៅធ្វើការសិនព្រោះការងារខ្ញុំជាការងារJustice of the Peace ប្រចាំការនៅ Civic Center នៅ Knox ហ្នឹងហើយនៅប៉ុស្តិ៍ប៉ូលីសផងអីផងចឹងទៅវល់បន្តិចដែរព្រោះអីគេ roster ឲ្យយើងធ្វើការយើងកន្លែងយកពេលឈប់មកអង្គុយកើតទុកពេលយើងធ្វើការទៅក៏យើងបានសាងអំពើល្អនៅនេះដែរបានធ្វើបន់មកចំណែកមួយតូចនៅនេះដែរហើយសង្ឃឹមថាការដែលយើងបានសាងអំពើល្អគេអរគុណជើងគ្រប់គ្នាក៏យើងគិតថាអញ្ចឹងយើងទោះបីជាចំណាយយើងនៅមានពេលធ្វើបន់ទៀតចាគិតឃើញអញ្ចឹងណាព្រោះអីពេលគិតចេះតែគិតទេហើយអញ្ចឹងត្រឡប់មកវិញខ្ញុំគិតថាខ្ញុំគ្រប់គ្រងនៅកម្រិតតានេះខ្ញុំគិតឃើញអញ្ចឹងដែរយប់មិញនេះបានទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តិដែលជាមេដឹកនាំម្នាក់ពីរនាក់នៅតាម interstate នៅតាមរដ្ឋផ្សេងយើងគិតថាដល់ពេលនេះហើយយើងមិនអាចនៅស្ងៀមហើយធ្វើជាគិតថាបន្តិចទៀតនឹងសារប្រលាបទៅវិញអត់ទេគេកាន់តែជន់ខ្លាំងទៅហើយសម្ដីចេញមកអើយមិនដឹងរកពាក្យអីមកនិយាយថ្លាថ្លែងនេះអញ្ចឹងបានបងប្អូនយើងមួយចំនួនដែលអត់ចេះជេរពីមុនមកទៅជេរដែរខ្ញុំឃើញខ្ញុំក៏ផ្ញើសារទៅខ្ញុំថាកុំឲ្យអ្វីដែលគេធ្វើកែប្រែយើងទៅជាមនុស្សដែលមានបាបដោយវាចាពីព្រោះយើងអត់ដែរចេះជេរសោះដល់ពេលលើកនេះខឹងគេពេកជេរគេដែរអញ្ចឹងបានន័យថាយើងដូចតែគេដែរហ្នឹងនិយាយទៅខ្ញុំខំនិយាយលួងគេតែខ្លួនឯងនឹងក៏លួងសម្បើមដែរអញ្ចឹងចង់ដែរតាព្រោះអីនឹកឃើញតែនិយាយមិនអស់ចិត្តឲ្យសុបាយចិត្តខ្លួនឯងខ្លះប៉ុន្តែអត់ទេហើយខ្ញុំក៏នៅពេលនេះក៏សូមរំលឹកដឹងគុណដល់វីរៈកងទ័ពដែលបានពលីដោយបងអូនបានលើកអញ្ចឹងបងអូនលក្ខណៈក៏បានលើកមកហ្នឹងខ្ញុំទឹកភ្នែកមែននៅពេលដែលគាត់និយាយផ្ដាំមកជួយមើលភរិយាគាត់កូនគាត់ឪពុកម្ដាយគាត់អីចឹងសុំតោះបោខ្ញុំមកចង់អញ្ចឹងសំនឹងមិនវាជាទុកទឹកភ្នែកអត់បានព្រោះខ្ញុំយល់ជាពិសេសនៅពេលឃើញតង់បោះជំរុំនៅពេលដែលឃើញតង់បោះជំរុំត្រៀបត្រាតាម Facebook មកខ្ញុំនឹកឃើញកាលខ្ញុំជាជនភៀសខ្លួនណាសម័យយើងគិតថាអញ្ចឹងគាត់ប្រហែលជាមានតង់មានអីមែនមានកន្លែងមានទីសុវត្ថិភាពដោយមានចំណីអាហារមានអីដោយសាររដ្ឋាភិបាលបញ្ជូនឬក៏បងប្អូនសប្បុរសដឹកជញ្ជូនមកឲ្យគាត់ដល់ទឹកទទួលទានហើយអាហារមានមកគ្រប់គ្រាន់មែនពិតក៏ប៉ុន្តែពេលបត់ដៃបត់ជើងគាត់ទៅបត់ដៃបត់ជើងនៅណាលោកព្រះហើយពេលចង់ងូតទឹកងូតអីអាទឹកហ្នឹងគេសម្រាប់ឲ្យយើងញ៉ាំតាហើយគាត់ទៅងូតទឹកនៅកន្លែងណាចុះបើមានភ្លៀងមានផ្គរគាត់ទៅជ្រកកោននៅកន្លែងណាបើកន្លែងហ្នឹងវាលសុទ្ធអត់មានដើមឈើជ្រកផងហើយបើស្ត្រីមានពពោះអីអញ្ចឹងគាត់ពិបាកប៉ុណ្ណាក្តៅគាត់ប៉ុណ្ណារួចហើយចុះកូនទួយដែលទៅកើតមកងាហ្នឹងទៅចេញពីពេទ្យមកដោះស្រាយយ៉ាងម៉េចបើរត់លូនអញ្ចឹងមានទឹកដោះណាឲ្យកូនបើពេលនឹកឃើញអញ្ចឹងទៅខ្ញុំ
ចង់កាត់រោគចិត្តចាបើសិនណាជាឈប់គិតដឹងធ្វើមិនឲ្យឈប់គិតមានថ្នាំអីដែរឈប់គិតវាអត់មានចឹងបានថាយប់មិញហ្នឹងខ្ញុំនិយាយជាមួយមេដឹកនាំខ្មែរម្នាក់នៅស៊ីដនីហើយយើងនឹងតាក់ទងទៅតាមរដ្ឋផ្សេងយើងនឹងបើកការប្រជុំមួយយើងត្រូវតែប្រើឆន្ទៈមួយយើងធ្វើការជាសម្លេងតែមួយយើងនឹងស្នើអញ្ចឹងបើសិនណាជាមានបងប្អូនខ្មែរយើងដែលមានចំណាប់អារម្មណ៍ក្នុងរឿងហ្នឹងហើយយើងសរសេរលិខិតហ្នឹងយើងតែងជាលិខិតផ្ញើទៅទី1 UN Security Council មួយទៀតគឺយើងផ្ញើទៅ ICC ហើយនឹងទៅស្ថាប័នផ្សេងUNICEF UNESCO ព្រោះអី UNICEF តាក់ទងនឹងកុមារដែលសិក្សារៀនសូត្ររត់គ្នាភ្នែកនៅកញ្ចឹងកហ្នឹងហើយនៅទូចប៉ុណ្ណឹងអត់យល់សភាពការណាស្រែកយំអីអញ្ចឹងណារួចហើយយើងឃើញក្មេងនៅក្នុងលូកិច្ចពីក្របខ្ញុំជឿថារូបថតមួយហ្នឹងក៏យើងគិតថាព្រោះខ្ញុំមានចាស់អាយុប៉ុណ្ណឹងហើយមួយវិញទៀតUNESCO នោះវាតាក់ទងបេតិកភណ្ឌជាតិឃើញគេបំផ្លាញប្រាសាទតាកបីប្រាសាទព្រះវិហារអីអញ្ចឹងហើយឥឡូវបើចូលមកប៉ំនៅ70គីឡូទៀតដល់សំទោស70គីឡូអញ្ចឹងណា70គីឡូឬក៏90គីឡូដល់ប្រាសាទអង្គរវត្តឯងប្រាសាទអង្គរវត្តប្រាសាទ3ជាន់អីអញ្ចឹងបើគេយកឲ្យមកគេមានតែកំតិចហ្នឹងឯងហើយនឹកឃើញថានិយាយថាពាក្យថាចា collateral damage មានន័យថាយកមនុស្សយើងដែលជាជន civil innocent អត់មានកំហុសអីសោះហ្នឹងហើយនឹងមន្ទីរពេទ្យហើយនឹងសាលារៀនផតអារាមនឹងមានកំហុសអីបានធ្វើឲ្យពួកគាត់ទៅឈ្លានពានអីពួកគាត់តែมันក៏បំផ្លាញហេដ្ឋារចនាសម្ព័ន្ធយើងអស់អាលីងអញ្ចឹងទៅយើងគិតថា UNESCO ក៏ត្រូវតែមានចំណែកនៅក្នុងនឹងដែរពួកយើងនឹងត្រៀមទៅសេសម្បត្តិអស់ទាំងនឹងបញ្ចេញទៅក្នុងតំណាងជាខ្មែរ diaspora community នៅក្នុងប្រទេសអូស្ត្រាលីហ្នឹងហើយយើងនឹងទទូចសុំឲ្យបងប្អូនខ្មែរយើងដែលរស់នៅសហរដ្ឋអាមេរិកបារាំងឯទាំងអស់ហ្នឹងនាំគ្នាធ្វើអញ្ចឹងគ្រប់គ្នាជាពិសេសអ្នកនៅសហរដ្ឋអាមេរិកដែលសារពួកគាត់អាចតាក់ទងទៅរដ្ឋាភិបាលតាមរយៈតំណាងរាស្ត្រដែលនៅតាមមណ្ឌលពួកគាត់បោះឆ្នោតខ្ញុំបានតាក់ទងទៅតំណាងរាស្ត្រខ្មែរនៅនេះហើយគឺគេអត់សូវចាប់អារម្មណ៍អីហ្មងទេចាខ្ញុំមានអារម្មណ៍ថាបើប្រើភាសាអង់គ្លេសថា indifferent ដូចថាពួកគាត់តោះតើគាត់ទទួលយើងរាក់ទាក់ប៉ុន្តែស្អីទៅក៏យកទៅទុកនៅហ្នឹងអត់ឃើញមាន action ចេញពីរដ្ឋាភិបាលផងគ្រាន់តែបានថា express concern ឲ្យពួកយើងហ្នឹងខំអត់ធ្មត់ទៅទៀតអត់ធ្មត់ណាមនុស្សកន្លះលានអ្នកអស់ផ្ទះនៅរត់ចោលស្រុកហើយណាចាម្ល៉េះហើយទៅយើងដូចខ្ញុំនិយាយអញ្ចឹងអ្វីវាមានព្រំដែនណាការអត់ធ្មត់របស់យើងវាមានព្រំដែនព្រោះយើងគ្រាន់តែជាមនុស្សលោកទេបឋិជនខ្ញុំមិនតន់ខ្លាចទៅជាព្រះអរហន្តណាសូម្បីតែមកសរសៃសក់ក៏អត់បានដែរចាម្ល៉េះហើយទៅគឺថាតែងតែមានចិត្តថាចង់ធ្វើអ្វីដូច្នេះយើងប្រហែលជាត្រូវធ្វើការងារទាំងអស់នឹងហើយលិខិតតែចេញទៅហ្នឹងគឺសញ្ញេពីដោយតាមរដ្ឋនីមួយចេញទៅហ្មងចាជាសម្លេងខ្មែរលក្ខណៈជាសហព័ន្ធអញ្ចឹងណាចាអាហ្នឹងបើយើងព្រមធ្វើការជាមួយគ្នាអញ្ចឹងអ្នកដែលព្រមធ្វើការប្រហែលអ្នកយើងធ្វើប៉ុណ្្នឹងទៅបាន2ធ្វើ2បាន3ធ្វើ3ចានេះជាសំណុំពររបស់ខ្ញុំមួយដែរហើយនឹងបញ្ញវន្តយើងមាននិស្សិតមករៀននៅនេះក៏ច្រើនដែរហើយក្មេងៗគាត់ធ្វើការលះព្រោះពួកគាត់ technology savvy ហើយគាត់ដឹងរបៀបធ្វើឲ្យគាត់ជួយធ្វើយើងបានច្រើនយើងជួយជាគំនិតណែនាំត្រូវធ្វើអញ្ចឹងធ្វើអញ្ចឹងអីចឹងយើងត្រូវតែយកក្មេងមកធ្វើការជាមួយយើងហើយយើងចាស់ហ្នឹងក៏ត្រូវអមក្មេងដែរត្រូវស្ដាប់ក្មេងឲ្យច្រើនធ្វើត្បិតតែគាត់អាយុតិចជាងយើងមិនមែនមានន័យថាការយល់ដឹងរបស់គាត់ខ្សោយជាងយើងទេខួរក្បាលគាត់មិនស្រួលដើរជាងយើងរដាស់ជាងយើងទៀតចាអញ្ចឹងត្រឡប់មកវិញអ្វីដែលខ្ញុំចង់បញ្ជាក់ហ្នឹងគឺខ្ញុំអាចនិយាយជាភាសាអង់គ្លេសពី3ម៉ាត់តាក់ទងទៅនឹងពួកអីកាលថ្ងៃទៅធ្វើ peace rally នៅ parliament ហ្នឹងសម្លេងវាអ៊ូអរហើយយើងស្រែកយកវារៀងខ្សោយអស់ពីក្នុងខ្លួនដែរខ្ញុំចង់ជម្រាបថាយើងសម្លឹងឃើញឥឡូវនេះ media ចាប់ផ្ដើមងាកមកសម្លឹងនៅស្ថានភាពនៅស្រុកខ្មែរយើងច្រើនខ្ញុំជឿថាអ្វីដែលយើងបង្ហោះហ្នឹងមានគេមើលមានគេ share ហើយគេមើលឃើញទុកសោកយើងទាំងអស់គ្នាយើងត្រូវតែបន្តធ្វើការងារនឹងទៀតសូម្បីតែធ្វើម្នាក់ឯងហ្នឹងខ្ញុំថាឲ្យបើយកល្អព្យាយាមកុំបង្ហោះរឿងអីដែលថាផ្ទាល់ខ្លួនច្រើនពេកហីមិនថាហាមឃាត់ទេព្រោះសិទ្ធិរបស់បងប្អូនហើយ account របស់បងប្អូនអាហ្នឹងគឺជាផ្ទះរបស់បងប្អូនចង់តាំងលម្អមិនក៏បានដែរបង្ហោះផ្កាបង្ហោះសួនច្បាររំរែកអាហ្នឹងរាជជំរឿរបស់បងប្អូននេះប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ធ្វើទេចាពីព្រោះខ្ញុំគិតថាពេលនេះមិនមែនជាពេលដែលយើងបង្ហោះបង្អួតរឿងចឹងទេស្រុកយើងកំពុងមានទុក្ខហើយខ្ញុំគិតថាបើយើងអត់ធ្វើអីសោះយើងទាំងអស់គ្នាចាំឲ្យអន្តរជាតិមកជួយដល់យូរ
ចាពីអត់មានរឿងចឹងកើតឡើងទេយើងអត់លើកដៃលើកជើងអត់បើកមាត់ផងហើយយើងមើលហើយឃើញហើយយើងធ្វើជាអត់ឃើញគឺមិនមែនជាសញ្ញាមួយល្អសម្រាប់បងប្អូនយើងដែលកំពុងតែរងទុក្ខវេទនានៅស្រុកខ្មែរចាពួកគាត់បាត់បង់គ្រប់អ្វីទាំងអស់ខ្ញុំចង់បញ្ជាក់ថាសង្គ្រាមនឹងយករបស់សំខាន់ល្អពីយើងច្រើនណាស់ដែលយើងមិនអាចយកមកវិញបានខ្ញុំលើកតឧទាហរណ៍ខ្លីមួយពេលដែលសង្គ្រាមកើតឡើងហើយដោយសារការលូកដៃពីអន្តរជាតិធ្វើឲ្យខ្មែរក្រហមចូលកាន់អំណាចបានគឺគេប្រាប់យើងមកចេញពីភ្នំពេញក្នុងរយៈពេលតែ 2-3 ថ្ងៃយកអីវ៉ាន់ហើយនឹងមហូបចំណីចំណុកចានឆ្នាំងអីចឹងសម្រាប់ចាក់ចេញពីភ្នំពេញតែ 2-3 ថ្ងៃពីព្រោះគេប្រាប់យើងថារដ្ឋាភិបាលអាមេរិកនឹងទម្លាក់គ្រាប់បែកកំទេចទីក្រុងភ្នំពេញហ្នឹងអញ្ចឹងយើងមិនទៅពួកយើងរត់លូនតែរហូតដល់គ្រាប់ផ្លៅមករាល់ពេលអញ្ចឹងយើងទៅខ្ញុំអត់មានយកអីទៅក្រៅទៅពីអង្គព្រោះម្ដាយខ្ញុំកូនខ្ចីនៅក្នុងមន្ទីរពេទ្យនៅឡើយទៅយកគាត់ពីមន្ទីរពេទ្យទៅណាអញ្ចឹងយើងវិចតអង្គមហូបសម្រាប់តែពេល 2-3 ថ្ងៃហ្នឹងហើយខោអាវ 2-3 ប្រឡាស់ហ្នឹងតែប៉ុណ្ណាចារួចហើយមិនដែលនឹកគិតថាត្រូវយកអាល់ប៊ុមរូបថតអីទៅណាខ្ញុំអត់មានរូបថតឪពុកខ្ញុំទេខ្ញុំចង់និយាយថាអញ្ចឹងមកទល់ពេលនេះខ្ញុំមិនដឹងថានិយាយប្រាប់កូនខ្ញុំថាចេតាគាត់មានមុខមិនទេហើយនិយាយប្រាប់ចៅហើយមិនដឹងថាគូរូបឪពុកមិនទៀតពួកដឹងតែប្អូនខ្ញុំមុខស្រៀងគាត់ខ្លាំងមែនតែនមុខដូចខ្លាំងមែនតែនចាអញ្ចឹងទៅបើគេសួរខ្ញុំថាឪពុកខ្ញុំមុខដូចម៉េចខ្ញុំស្រក់ទឹកភ្នែករហូតព្រោះទៅស្រុកខ្មែរ100 ដងហ្នឹងខ្ញុំតែងតែជួបបងប្អូនសួរថាមានបងប្អូនណាមានសល់រូបថតពីដើមដែលមានរូបប៉ាខ្ញុំតាំងពីក្មេងកូនក្មេងក៏ដោយខ្ញុំសុំខ្ញុំទិញប្រហែលក៏ទិញដែរអត់មានសោះចឹងខ្ញុំចង់និយាយថាអញ្ចឹងពេលដែលគាត់ចេញពីផ្ទះទៅអញ្ចឹងគាត់បានយករបស់អញ្ចឹងទៅទេចូលឧទាហរណ៍ថាគ្រួសារគាត់ជាវីរៈកងទ័ពដែលបានពលីប៉ុន្តែជឿថាសម័យនេះវាមិនដូចសម័យមុនទេយ៉ាងហើយក៏យើងបានឃើញនៅក្នុងទំព័រ Facebook ព្រោះរូបថតមុខជាមានបង្ហោះនៅលើហ្នឹងតែខ្ញុំមកភ័ព្វខ្ញុំមានរូបថតប៉ាខ្ញុំទេខ្ញុំមិនដឹងថាចង់និយាយថាមិនអារម្មណ៍មួយហ្នឹងចាំខ្ញុំស្អប់សង្គ្រាមខ្លាំងណាស់យើងត្រូវតែការពារសន្តិភាពទោះបីជាត្រូវចំណាយប្រមាណក៏ដោយយើងត្រូវការពារសន្តិភាពព្រោះតែអ្វីដែលយើងបាត់ហើយជីវិតណាយើងមិនអាចយកមកវិញបានទេទោះបីជាអង្គុយបន់ស្រន់ដល់តែឲ្យមេឃអលំទៀតក៏អត់មានជីវិតអ្នកដែលយើងស្រឡាញ់នឹងត្រឡប់មកយើងវិញដែរគ្មានអីដែលមិនអាចយកលុយនឹងទៅទិញស្អីទ្រព្យសម្បត្តិដែលយើងទាំងមានទាំងប្រមាណហ្នឹងមិនអាចយករបស់ដែលយើងបាត់ហើយនឹងមកវិញបានទេអញ្ចឹងបើយើងនៅមានជីវិតណាយើងនៅតែអាចអភិវឌ្ឍប្រទេសយើងនៅតែអាចធ្វើអ្វីមួយដែលយើងចង់បាននឹងត្រឡប់យកមកវិញបើមិនបានដូចដើមក៏បានប្រហែលនឹងដែរត្រឡប់មកវិញបានខ្លះតែពីជីវិតយើងអស់ហើយកុំសង្ឃឹមសេចក្តីស្រមៃសុបិនដែលមានទាំងប្រមាណសម្រាប់កូនចៅបងប្អូនញាតិមិត្តហ្នឹងមិនបាច់ទៅធ្វើអីកើតទេតើតែគាត់ធ្វើខ្លួនឯងគាត់មានសេចក្តីស្រមៃធ្វើខ្លួនឯងអញ្ចឹងមានន័យថាសន្តិភាពនឹងសំខាន់មែនតើមកដល់ពេលនេះទើបដឹងថាអ្នកខ្លះទើបយល់ថាសន្តិភាពនឹងសំខាន់ប៉ុណ្ណាមួយឲ្យតែស្អីឡើងចង់តែរកសង្គ្រាមទេវាយទៅធ្វើទៅអីអញ្ចឹងណាវាមិនមែនស្រួលដូចមាត់និយាយទេមិនដឹងដែលមិនធ្លាប់ឆ្លងកាត់ដោយពួកខ្ញុំនិយាយធូរហើយខ្ញុំជឿថាកូនក្មួយដែលគាត់កើតអាយុត្រឹម40ឆ្នាំចុះមកគាត់ថាឃើញអ្វីដែលថាជាសង្គ្រាមទេ40ឆ្នាំចុះមកអាយុត្រឹម40ឆ្នាំអត់យល់ថាសង្គ្រាមជាអ្វីទេតើតែបានឆ្លងកាត់ទៅយល់គ្រាន់តែភ្លាមឡើងយើងលឺសូរតែក្របផ្លោងមកយើងដឹងថាពិបាកប៉ុណ្ណាហើយចាហើយខ្ញុំឆ្លៀតពេលនេះចង់និយាយជាអង់គ្លេសបន្តិចថាសូមអនុញ្ញាតឲ្យខ្ញុំនិយាយជាភាសាអង់គ្លេសបន្តិចចា international mainstream news media they find the comfort and the luxury the facility much more comfortable to be based in Bangkok because they've got everything that they can enjoy life over there as well. So at the end of the day, I would beg you, urge you to think twice that balanced reporting is very important to get the full picture that the war started from Thailand and Cambodia is the victim of war. We have to retaliate because otherwise there's more damages caused by F-16, the fighter jets that drop the bombs.
over infrastructure, schools, other buildings, hospital, ancient temples, roads, and civilians are completely innocent. They are also the victim, particularly children, women, and elderly. They have to leave their home, and they have to live wherever they could take safety and sanctuary. So consider giving up your luxury, your comfort, and all the good facility offered in Bangkok and travel to Cambodia and see it for real. And talk to people, to the locals. Include them in your reporting, please. So if you could do that for humanity, Cambodian people will always be grateful for the full story that you cover. And when you start cover on one side, and then you ignore the other side, this is not democracy. This is journalism taking one-sided story to give to the world, and it's not a good journalism. I hope you listen to my pleas, because it's very important for you and all your crews and the whole world to know the truth. The war, there's always loser. The winners, I died. There's no winner. We all loser, including the one who initiated. Casualties mainly are innocent people. Bombs, they cannot tell, that's children, that's women, that's elderly. Oh, that one is ancient temple, or that one is infrastructure. Don't do, they just build it, it's brand new. Bombs, they don't see anything. The role of the bombs, when they propel, is to kill. So I also urge countries that sell all the modern weaponry to Thailand to also think twice what they are used for, to invade. The leaders of Thailand already spoken up that the ceasefire has no use to them. They don't adhere to ceasefire that they agree, that they have signed. The next day, they drop bomb in Cambodia. They already blurted out. This is the Minister of Defense in Thailand. They say this: the war has gone beyond territorial. It's no longer reclaiming their lost territory. They didn't lose any territory. We Cambodia, never invaded Thailand. I dare you to do all your research, read all the archives, the story, and the book to see when did Cambodia invade Thailand. Why do they want to reclaim their territory? They haven't lost any to us. They have taken our land. They are the thief. I'm sorry to use this word, but it is the truth. When you actually taken without consent, it's equal stealing, right? Yes. But have we all given our land to them? No, of course not. So if they use it, they've taken it by force, what would that call? Stealing, theft. So therefore, Chao, Khmer Yang Hai Chao, many. Yes, so they completely think that they try to reclaim or retake the land that they have lost to Cambodia, as though we have taken their land. You know, it's very hurtful, very painful to listen to all these lies. And the media, international media, keep reporting. Why are they only reporting all these lies from the official from Thailand and not verifying the facts, or at least speak to the expert in Cambodia? If you don't want to speak to the government spokesperson or the Minister of Defense, whoever the official, speak to maybe non-government organization, speak to somebody who actually live in Cambodia that has nothing to do with the government, or speak to the political scientists,
outside Cambodia, people who used to write history about Cambodia, people can always shed some light. So you don't have to report a one-sided story to the world to listen to. It's misleading, it's misinforming. That's all I need to say. Thank you. បាទអរគុណបងបាន មានយោបល់ល្អៗបងប្អូនទាំងអស់គ្នាផងដែរហើយជាមួយនេះជាមួយគ្នានេះផងដែរខ្ញុំសូមសំណូមពរដល់បងប្អូនអ្នកធ្វើមេតិកាអាចកាត់សលេងរបស់បងនិយាយជាភាសាអង់គ្លេសបាញ់មិញហ្នឹងផ្សាយទៅកាន់ពិភពលោកឲ្យបានច្រើន ព្រោះគេស្ដាប់ខ្មែរបានទេពួកគេស្ដាប់ភាសាអង់គ្លេសបាទហើយខ្ញុំមិនមានអីចូលរួមច្រើនសម្រាប់រឿងហ្នឹងទេយើងហាក់ដូចជាមានយោបល់បានច្រើនហើយខ្ញុំគ្រាន់បន្ថែមបន្តិចទេថាយើងឈប់ញុះញង់គ្នាទៅកុំញុះកុំញុះញង់គ្នាទៀតទោះបីខឹងស្អប់គ្នាយ៉ាងណាក៏ដោយជើងយើងពីរហ្នឹងទៅដើរស្របគ្នាមិនដើរលឿនហើយយកជើងមួយតត់ជើងមួយហ្នឹងដើរលេងទៅមុខហើយអ្នកដឹកនាំយើងមេតបយើងសូមឲ្យគាត់មានសត្រូវទៅជាមួយអ្នកខាងក្រៅចុះកុំឲ្យពិបាកមកទប់ទល់មួយគ្នាឯងទៀតមកដល់ថ្ងៃនេះហើយនៅតែស្រែកថាហ៊ុនសែននៅចុះចេញទៅខ្ញុំគិតអីហ្នឹងចាំចប់សិនបានអត់ចាំចប់សិនហ្នឹងឲ្យគាត់ពិបាកតែរឿងដោះស្រាយអារឿងជាមួយសត្រូវសិនណាកុំឲ្យពិបាកដោះស្រាយមួយយើងទៀតណានឹងហើយវិធីខ្ញុំចង់ផ្ញើសារទៅកាន់ប្រជាពលរដ្ឋយើងដែលនៅឆ្ងាយពីតំបន់ចំនួនតំបន់សង្គ្រាមសូមបងប្អូនបង្កើនការបង្កើនផលដំណាំដាំដុះអីដែលជារបស់ដាំឆាប់បានផលដូចជាបន្លែប្លុកអីដូចបុរាណនិយាយថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយដូច្នេះយើងនៅខាងក្រោយក៏ជាទាហានដែរដូចខ្ញុំចាស់លើកឡើងមិញអញ្ចឹងខ្ញុំពិតជាត្រេកអរអនុមោទនាចំពោះបងប្អូនខ្លះគាត់មានចកាមានអីគាត់បើកប្រកាសថាបងប្អូនភាសឹកអាចមកស្នាក់ក្នុងចកាខ្ញុំបានអីហ្នឹងគឺសិតតែរឿងល្អមែនតើបាទហើយបងប្អូនយើងអ្នកធ្វើ fundraising ជួយអីតំបន់ដែលជនភាសឹកនៅសូមជួយគិតពីរឿងបន្ទប់ទឹកផងមិនបាច់ធ្វើល្អឲ្យតែប្រើបានណានឹងជួយគិតដល់ហ្នឹងផងហើយទឹកប្រើប្រាស់ពិបាកបើសិនជានាំគ្នាជីកដងខ្លះអាបុកដងហ្នឹងដូចតំបន់យើងចឹងមើលបើវាអាចបុកដងចេញអាហ្នឹងលឿនណាហើយកាលណាដងហ្នឹងវាចេញប្រើវាអាច stable ជាងយើងដឹកទឹកទៅក៏ចាំបាច់ដែរប៉ុន្តែបើយើងឆ្នៃដងបុកភ្លាមអាហ្នឹងអាចឆាប់បានបាទឮថាខ្លះទៅងូតទឹកកក្រិចចុះគ្នាមានអីអត់មានអីបាទចឹងពួកយើងនៅទីនេះក៏យើងនៅតែគិតចឹងមិនតែលើសពីការគិតគឺចែកកំណត់ខ្លាយលោកបងប្អូនយើងទៅតែមួយផ្នែកទៅយើងអត់ឃើញដល់ភាពលំបាកពិតប្រាកដហើយមួយទៀតអ្នកនៅខេត្តដែលមិនមានចំនួនហ្នឹងគឺដីជុំវិញផ្ទះហ្នឹងនាំគ្នាដាំដុះទៅថាបើមិនហូបខ្លួនឯងក៏ដោយថាកាលណាបងប្អូនយើងរត់មកដល់ហ្នឹងចែកសក្ខីខ្ទឹមអីក៏ដោយចេះតែដាំទៅស្ពៃសាឡាត់ដលងអីហ្នឹងគឺនាំគ្នាធ្វើហ្នឹងឃើញលោកជំទាវបណ្ឌិតភរិយាយុរដ្ឋមន្ត្រីក៏គាត់ប្រកាសរឿងហ្នឹងដែរខ្ញុំក៏សូមចូលរួមគ្រប់គ្រងហើយរឿងហ្នឹងខ្ញុំនិយាយតាំងនៅលោកធัวមួយដាក់ធัวដាំនៅនោះខ្ញុំថានៅតែកើតសង្គ្រាមជួនកាលគេគ្រាន់តែមិនដឹកឲ្យយើងស៊ីក៏យើងងាប់ដែរនៅតែយើងខៀលដាំខ្ញុំនិយាយពាក្យហ្នឹងតាំងពីកាលហ្នឹងម៉េះហ្នឹងបើនិយាយប៉ុណ្្នឹងក៏គេជេរដែរថាដាំទៅណាបើលក់អញ្ចឹងថាឲ្យដាំស៊ីសិនណា
nên bây giờ club miền bọt bị sót sầm mày Pol Pot nhưng lư ta đại phong giấy dự đâm khuôn ấy xí luôn cả tiệt á mình chẳng nghe nào bọn đâm khuôn ấy lui đỏ lốp lui nên cái cò sàng tiệt cho ta sầm lạp tiệt nên chẳng dân ruột nó lơ đầy vì mình nó lơ sầm một nó lơ mây cái để đâm mình đòi nè cứ thay mà dân miền đầy ai đâmประกอบcả đâm đỏ bàn nên hay mùi tiếc không chết ta khơi xe muối không khơi ta khổ thằng nè dân bắt đầu từ đường dân xe bị cầm lặng bao nhiêu ngày vấn đề mùi tiệt nhom khai anh đang chỉ cột mùi tiệt được khơi còn tọp thầy chẳng chia xe tọt thì ở xe phong đâm bây ở cầm lặng dân khơi xe phong ở cầm lặng dân khơi chúng cá nhom cân đã rúp chẳng cứ thay về nẹp bật lệ cho dân khơi sim nẹp bật lệ cho dân khơi chúng cá vì ở dân khơi cả lại năng hay vì tranh bị lại năng ba đây hay đôi dân ba là cô khơi cái lại năng ban cho cái lại là té nè rồi cô tụt trong AFC nè nhưng cái thằng nó còn cô lại đấy vì pro con tập chua mốc kia lên ở ra tu sa phải là này họ tam này khi đắng đấy bên ngày muốn khơi rồi tiện mấy vậy chụp thể hiện chiếc mô tô mùi cái bông ta đặt cái van tới đó này xong siêu ở cột bành lồi ở cái thà ở mày lại ở prai chân tụ bây giờ sai mấy cái cô có ăn lưới đây cô có ăn khơi đây nè chú mốc lanh khơi này cùng xe đó chui xe ở bom ôn cho để chôn dân khơi phong nhưng cực thà nắng của thằng mùi tiền này chuyên cá số thà ta thể hiện khai giờ thì nó rất có gì porat khai giờ thì nó châu tụt thọt đo lại nắng ở đây bởi vì môn phim mà đang ai phần là lớn đi là bị chờ nó chờ là xe chuyên cá cái phơi dân khơi nhé cái phơi dân khơi chẳng tất thọt tới dân chấp tới trong lại nâng mấy phần kia nâng nó sọt đây là tê nè cái đời dân loan tới cái mơ khộp dân mau pina đăng cả lại dân bành thấy nhé cái lạnh chân đôi chim trăm bách đôi là bom miền bờ mình cho dân nơi dây bị ca của thằng nạn bỏ dân cái lạnh đây sật trâu cùng tịch dân đâm bay oi bị phục lô ban đăng tha nên ai chỉ nè liền biệt bất bảo cọt nếu nhưng kết thả năng sùng khăn chiên hay cùng sai vì rương chột chay rương ngọtประมาณ cây nó cùng sai ấy vì chỉ cả đột cầm đáy từ mà hàng tiệt nhom có vùng tại trong miền xa bài mất đầm bay oi bị chia vào thay để còn ọt sờ lạnh dần kiếm nữa oi còn mô cầm lăng oi ban trán đã xâm biệt từ lờ mê tọp để bằng lô mộp dần kiếm bỏ khoản nó hay thôi còn vô thà mình mê tọp nâng vô côn luôn ai từ chứ bằng thế cứ vô côn bộ quạt nâng vô từ chứ bằng oi ngọt nhưng trong oi bị chia chuyên thanh vô lần nâng ạ chân tôi là dân công bằng cao phiếp sọp tới bàn dân vậy ở cuộc còn vô bàn chẳng á này ngày tam để lư máu được mê tọp thay kháng cái bị chun còn cụ xa cái tự bỏ tế hỏi ta cho vô côn bị nãy vô từ chứ bằng mình vô côn nè sọc nó vô từ chứ bằng nên trường cá đòi tây tạ khmai dân này ấy khmai xiêm này nên ngay bà cái lại nó đây khmai dân chờ là chắp lịch chùm dây khmai dân từng khmai lơ từng khmai crom từng khmai na cả đội nữa từng khmai cả đa họ ngay nó ôi thì dân ban ca mũi bò tế đối chặt thầm điên bò tế tiên vô dân ở hà linh ấy phê chờ nó tiên vô ó đôi với ót mẹ mua tận nạp phép tao ở kê một khmai về sâu miên chẳng á đây này anh nâng khmai dân đầy sang thập khmai pin bồ rồi mày phóng đấy chẳng vậy ta khmai bị pin món ấy bạn này dân bằng trong thọp lực thành vậy bây giờ đâu ô xử lý nhé nâng bật tê kế này dân mà nấu lâu thà thực đầy vì sai sập hệ rồi mày xàm sập hệ rồi xàm sập hệ rồi chân bậc bột và chôl con nế bên đâu tới tầm niên không ai nó chọn chiên này mấy nó học sập hệ rồi nâng sai sập hệ rồi tai bờ sân trận đầu đi đây thực đây về sai sập hệ rồi đưa con máy chân trên kế nâng về tầm niên kế chọn chiên này lêu lên nịa
នៅទឹកដីគេណាតែបើយើងនៅតែផ្សព្វផ្សាយរបស់យើងបានក៏នៅតែល្អដែរប៉ុន្តែមិនមែននេះណានៅខ្មែរនោះឈ្មោះសិតតែ Justin អីឈ្មោះស្អីកាលមុននោះមានអតីតមេបកមួយឈ្មោះ William ខ្ញុំគាត់ថាឈ្មោះគាត់ថាលើឈ្មោះ William ហ្នឹងថាមិនបាច់មកនិយាយយកបាយដែរនឹងបោះខ្មែរឲ្យបោះឆ្នោតឲ្យខ្មែរឬក៏ឲ្យណាគេផងគាត់ថាឈ្មោះខ្មែរគ្មានដាក់ផងហើយមកកាន់មេបកខ្មែរហ៎ហ្នឹងហើយអញ្ចឹងសង្គ្រាមជាមួយសៀមនេះខ្ញុំគិតសង្ស័យថាមិនសូវបានបាញ់ត្រូវជាតិសៀមមែនទេនេះប្រហែលជាបាញ់ត្រូវខ្មែរសៀមនឹងច្រើនហ្នឹងហើយបាទអញ្ចឹងបងប្អូនយើងខ្មែរសៀមទាំងឡាយយើងមានដូនតាតែមួយទេដូនតាយើងពូជឈាមជួយើងតែមួយទេគិតសារឡើងវិញថានៅនឹងបានសុកនៅចោខ្ញុំក៏មិនចង់ឲ្យមកវិញឯដែរប៉ុន្តែសង្គ្រាមមួយបងប្អូនឯងយើងគិតមើលទៅវាមិនសូវជាល្អទេអញ្ចឹងផុសឌឺមកធ្វើចំណីជីមកធ្វើចំណីថ្មអីមិនបាច់និយាយទេពាក្យអញ្ចឹងហ្នឹងហើយដល់ទៅពេលយើងផុសថាយើងបាញ់គេងាប់ប៉ុណ្ណេះគេក៏ចង់ឃើញថាគេបាញ់យើងងាប់ប្រមាណដែរមិនអញ្ចឹងមិនដុតទៅវិញទៅមកអាហ្នឹងនឹងវាផ្សព្វផ្សាយដល់ប្រហែលរដ្ឋាភិបាលផ្សាយហើយម្យ៉ាងទៀតបើយើងចង់ឲ្យអន្តរជាតិជួយកុំធ្វើរឹកខែងរៃទល់តែឲ្យឃើញថាយើងជា victim ជាជនរងគ្រោះមែនទេមិនមែនទៅស្រែកដូចបងនិយាយមិញយើងធ្វើខ្លាំងណាស់ណាជួយយើងហ្នឹងហើយដល់ពេលនេះសំណូមពរទៅមុំឈប់និយាយបែងជើងគ្នាទៅហើយខ្ញុំឃើញដូចដំបងនិយាយចឹងតាំងពីអាគេ start ដំបូងឡើយប៉ុណ្ណឹងហើយមិនបាញ់ប៉ុណ្ណឹងហើយមិនបាញ់ញុះអញ្ចឹងហើយមកសង្គ្រាមនោះវាស្រួលណាស់ហើយអីហ្នឹងហើយមានពេលខ្លះអត់ធ្មត់ខ្លះវាខូចខាតតិចណាតើឥឡូវដល់ពេលដល់បាញ់ហ្នឹងមិនដែរហើយប៉ុណ្ណឹងហើយយើងក៏ធ្វើគេបាញ់យើងកាន់តែខ្លាំងថែមហ្នឹងហើយរួចមកយើងក៏ញុះឲ្យគេបាញ់យើងកាន់តែខ្លាំងទៀតឃើញទេអញ្ចឹងការងារដែលពីរខ្ញុំសូមនិយាយមកទៀតសំឡេងរបស់ដំបងម្ដងមិញហ្នឹងជាភាសាអង់គ្លេសសូមបងប្អូនអ្នកមាន Facebook ដែលមានឥទ្ធិពលក្នុងសង្គមហ្នឹងយកសបផ្សាយអត្ថន័យល្អសម្រាប់ពិភពលោកបានដឹងហើយមួយទៀតយើងឈប់ញុះទៅយើងផ្សាយតែណាដែលមានប្រយោជន៍រឿង MMO រឿងរលុយអីហ្នឹងខូចឈប់ក៏រឿងលុយសិនទៅកុំញុះឲ្យតែគេមើលជួនកាលខ្ញុំមើលច្រឡំខ្ញុំមើលឲ្យមើលទៀតសម្ដីរបស់សម្ដេចតេជោនិយាយពីរឿងឲ្យបើកអាវុធបាញ់ហ្នឹងពីណាមិនបើមិនបាញ់មិនបានទេហ្នឹងនិយាយតាំងពីឆ្នាំប្រហែលនោះប៉ិនយកមកភ្ជាប់ជាមួយអារងៃនេះខ្ញុំមើលទៀតមើលឃើញទេធ្វើឲ្យយើងច្រឡំអស់ហ្នឹងហើយឃើញទេរឿងបំផុសអារឿងមិនពិតអញ្ចឹងខ្ញុំមិនដឹងថាខ្មែរឬក៏មិនមែនយូរខ្ញុំគួយសង្ស័យទៀតមិនដឹងថាខ្មែរឬក៏មិនមែនហ្នឹងហើយអញ្ចឹងមុននឹងទម្លាក់អីមួយទៅក្នុងសង្គមរបស់យើងត្រូវដឹងថាមិនមែនសម័យលេងសើចទេសម័យអស់អាយុជីវិតណាសម័យនេះដាក់ទៅមិនស្រួលងាប់ច្រើនកុំដើម្បីតែឡើង view page បានលុយអានឹងខ្ញុំគិតថាហ្នឹងអាក្រក់ជាងសៀមទៀតណាសៀមខ្លះគាត់មិនមកខ្វល់មួយយើងទេជិត100លានហ្នឹងដែលយើងឃើញហ្នឹងក៏វាមិនបាន 4-10 លានទេដែលនិយាយញ៉ៃ100យើងប៉ុន្តែនៅរាប់សិបលានទេគេអត់បានមកខ្វល់មួយយើងតែអារឿងធ្វើគ្នាយើងឲ្យអាញ៉ៃទេហ្នឹងហើយមួយទៀតរឿងឡើងថ្លៃតំណែងឡើងថ្លៃហ្នឹងហើយខ្ញុំគិតថាឆក់ឱកាសឡើងថ្លៃពេលនេះគឺគេខ្មាំងមកខ្មាំងពិតប្រកបខ្មាំងខាងក្រោយពិតប្រកបខ្ញុំមកសូមានរូបភាពខ្លះហ្នឹងអត់មានលុយជីកអីគេកាន់កូនដើរឃើញទេហើយសួរតាក់ស៊ីខ្លះលេងរាប់រយពេលយប់ឡើងដល់1000ទៅទៀតនោះ
ដឹងហើយថាវាបថុយទៅហ្នឹងប៉ុន្តែបើយើងធ្វើមិនកើតគុំធ្វើតែហ្មងទៅហេតុអីបានតម្លៃល្មមយើងមិនទៅដល់ឡើងដល់ពាន់យើងទៅអញ្ចឹងយើងបូជាលុយហ្នឹងយើងមានទៅសង្គ្រោះឯណាឃើញទេនេះប្រយ័ត្នចាញ់បងប្អូនយើងនៅស្រុកក្រៅស្រុកក្រៅនេះអត់មានកំភ្លើងឯណាហោះមកដល់ទេបច្ចុប្បន្ននេះប៉ុន្តែពួកយើងដេកមិនសនុកទេនាំគ្នារៃនាំគ្នាធ្វើអឺកិច្ចការងារហ្នឹងមិនមែនឈប់ឥឡូវហ្នឹងយើងនឹងធ្វើតទៅទៀតជំរាបដំបងផងថាថ្ងៃសៅរ៍នេះក្រុមក្មេងៗហ្នឹងហើយដែលធ្លាប់គិតគូររឿងហ្នឹងនឹងធ្វើនៅកិច្ចរំលឹកគុណវីរៈយុទ្ធជនរបស់យើងហើយនឹងប្រមូលថវិកាដើម្បីជួយពួកគាត់តទៅទៀតនៅថ្ងៃសៅរ៍ទី20ខាងមុខនេះនៅ Burden Park បាទហ្នឹងអញ្ចឹងបងនិយាយតិចបើក្មេងៗខ្លះគាត់ស្ដាប់បាន ចាខ្ញុំសូមការអនុញ្ញាតនិយាយភាសាអង់គ្លេសបន្តិចពួកយើងមានកម្មវិធីមួយដែលនឹងប្រពធ្វើឡើងនៅថ្ងៃសៅរ៍នេះ this Saturday the 20th of December from 9 to midday 12 noon a group of Cambodian people who united together and organized this gathering to remember our fallen soldiers who sacrificed their life to protect their country. And we are Cambodian diaspora in Melbourne. We holding this Remembrance Day to show our respect and acknowledge their sacrifice for their country. So everyone is warmly invited to attend the gathering, and please bring food along to offer to the monk. And ខ្ញុំប្រកាសណាសូមថ្វាយបង្គំព្រះអង្គជាថ្មីម្ដងទៀត we are very honored, very fortunate to have លោកម្ចាស់ជាកំសាន្ត who has just arrived today, and he's very, very tired. I could tell with the smiling face, but I know he's very tired and he needs to rest. We are very blessed to have him, and he will be presiding over this gathering. The event is to show our respect to our fallen soldier to protect the country. And we use this gathering to also accept contribution from kind-hearted people who would like to help the family of our soldiers who are in the front line defending the country. So if you like to come, and you know where is Burden Park, corner of Hatherton Road and Olympic Avenue in Springvale, Saturday the 20th December from 9 to midday, 12 noon. And any question, you can also inbox us. I'm happy to, take the call. If you have my number, you can call me, but I'm not going to announce the number on Facebook. Otherwise, I won't be able to go to bed tonight. ចាអញ្ចឹងអរគុណច្រើនហើយសង្ឃឹមថានឹងបងប្អូននឹងជើញចូលរួម and we hope to see you all, particularly young people who can't understand Khmer. That's why I have to speak in English. Hope to see you all. It's going to be a beautiful day, and that's all we could do from this end. And if we think that this is not our problem, we are safe and sound here, that's fine. That's fine as long as you are happy, okay? So we still friends, we still Cambodian, and we still, do things together at another time. But don't feel that you have to come, okay? But if you can come, we would love to see you. Thank you so much. ចឹងសូមលោកម្ចាស់និមន្តសរុបបញ្ចប់ បាទសូមអរគុណច្រើនបាទសម្រាប់ការចូលរួមមតិរបស់ញាតិញោមគ្រប់គ្នាបាទគឺមានស្មារតីស្រឡាញ់ជាតិមាតុភូមិទាំងអស់គ្នាបាទនិយាយពីផ្លូវចិត្តវិញគឺមិន
មិនអាចបកស្រាយក៏យល់អារម្មណ៍ម្នាក់ព្រោះគឺស្រឡាញ់ទឹកដីស្រឡាញ់ប្រជាពលរដ្ឋបងប្អូនខ្មែរយើងនៅទីនោះសម្រាប់ញាតិញោមនៅទីនេះយើងមិនរួចផុតពីក្របផ្លូវតែបងប្អូនយើងនៅជួរមុខគឺកំពុងរស់នៅក្នុងភាពភ័យខ្លាចបើភាពភ័យខ្លាចច្រើនគឺស្រឡាញ់ជីវិតដូច្នេះមានតែការចូលរួមអ្វីដែលយើងអាចចូលរួមបានប៉ុណ្ណាគឺប៉ុណ្ណឹងអាត្មានៅខ្មែរយើងអាត្មាអត់គិតឲ្យច្រើនទេគិតថាធ្វើម៉េចរកជំនួយដឹកស្បៀងជូនព្រះកងទ័ពក្តីភាសាក្តីអ្វីដែលអាចធ្វើបានហើយយើងសហការជាមួយអាជ្ញាធរដែនដីអ្វីដែលយើងគួរធ្វើអ្វីយើងមិនគួរធ្វើអញ្ចឹងញោមព្រោះពេលនេះយើងអាចទេចង់ដឹកស្បៀងទៅដឹកតាមចិត្តយើងទៅក៏មិនបានដែរយើងត្រូវតាមរយៈណាដែលយើងអាចចូលទៅបានហើយដូចម្សិលមិញហ្នឹងអត់តាន់បានពលគ្រូម្សិលមិញទៅមុនឡើងយន្តហោះហ្នឹងសល់ម៉ោងលោកគ្រូសល់ម៉ោងឆ្លៀតចូលសួរសុខទុក្ខវាកងតបយើងតិចតួចឆ្លៀតទៅក៏បាននាំយកថវិកាខាងមូលនិធិហ្នឹងក៏ជូនលើកទឹកចិត្តតែគាត់មានរបួសស្រាលតិចតួចញោមណាត្រូវតិចតួចអញ្ចឹងទៅក៏យើងលើកទឹកចិត្តពួកគាត់មានស្មារតីតែអារម្មណ៍នៃទឹកចិត្តពួកគាត់មកសរសើរថាបងឯងក្លាហានមែនតើញោមបើនៅតែចង់ងើបទៅតតាំងការពារទឹកដីយើងនេះឯងគឺឃើញអំពីវីរភាពរបស់ឯងក្លាហានរបស់តបខ្មែរយើងគឺមិនធម្មតាទេបាទដូច្នេះមានតែការចូលរួមដោយញោមសេដាលើកឡើងអញ្ចឹងគឺណាផ្ញើសារទៅស្ថាប័នណាដែលពាក់ព័ន្ធអាចថាងាយស្រួលក្នុងការជួយយើងបានដោយអ្នកគ្រូលើកឡើងខាងដើមអញ្ចឹងថារកវិធីណាដែលយើងអាចជាកលឹះឲ្យអន្តរជាតិហ្នឹងគេបានដឹងឮហើយមកដល់ពេលនេះយើងជាការពិតក្នុងនាមយើងជាពលរដ្ឋខ្មែរយើងកំពុងតែទន្ទឹងរង់ចាំថាអន្តរជាតិណាមួយដែលអាចចូលមកជួយខ្មែរយើងឲ្យមានសន្តិភាពពេលនេះតែជាផុតពីសង្គ្រាមនេះឈានពេលពីថៃនេះតួយ៉ាងយើងលើកឡើងថាយើងម្នាក់យើងរងចាំមើលអាមេរិកម្នាក់ឥឡូវយើងឃើញចិនចេញមកទៀតតែយើងចាំមើលចិននឹងមានវិធានការយ៉ាងណាប៉ុន្តែជារួមអាត្មាមើលឃើញថាគ្រប់សង្គ្រាមគឺចេញមកច្រើនអន្តរជាតិប៉ុន្តែភាគច្រើនគឺប្រទេសមួយគឺអត្តាហើយអត្តនោនាថោបើដោយថាដែនដីច្បាប់អញ្ចឹងទៅគឺមានមើលអ៊ុយក្រែនរុស្ស៊ីញោមពេលនេះអត់ចប់ទេនៅពុកតាបាញ់គ្នារាល់ថ្ងៃហើយអន្តរជាតិប្រទេសបែបប៉ែកអឺរ៉ុបហ្នឹងក៏ជូនអាវុធដូចជាបារាំងអាឡឺម៉ង់ណាបញ្ជូនរថក្រោះណាឲ្យទៀតក៏ឃើញព័ត៌មានបញ្ជូនឲ្យអ៊ុយក្រែនរុស្ស៊ីនៅតែបាញ់ទៀតបាទអញ្ចឹងគឺមានតែប្រជាពលរដ្ឋដែលមានស្មារតីខ្លាំងរួមដូចលោកគ្រូលើកឡើងអញ្ចឹងមិនអញ្ចឹងថាយើងធ្វើអ្វីដែលតិចដូចជាដាំដំណាំដាំអីជុំវិញផ្ទះឬក៏នៅក្នុងសាលារៀនក្នុងទីវត្តអារាមអីហ្នឹងដែលយើងអាចថាជាស្បៀងដែរខ្ញុំទប់ទល់ណាដូចតកួនដូចអីអញ្ចឹងយើងអាចដាំ1រង2រង3រងទៅកាត់មួយខែយើងកាត់បានណាព្រោះពេលនេះគឺជាពេលដែលអាសន្នពិបាកបាទគឺសំខាន់មែនតើដោយកងទ័ពដែលអាត្មាដឹងកងទ័ពគឺសំខាន់គឺស្បៀងសំខាន់ហើយស្បៀងដែលសំខាន់គឺអ្វីដែលក្រៀមរបស់ក្រៀមព្រោះមានពេកមិនអិនទេណាដូចត្រីខអញ្ចឹងយើងយកមកចូលរួមបានត្រីខយើងដឹកស្បៀងមកមានអាជ្ញាធរខេត្តដឹកជូនអាជ្ញាធរខេត្តទៅពេលនេះយើងកុំចង់បានកាមេរ៉ាថតមុខបរោះពេលនេះខ្ញុំណាស្បៀងពេលនេះគឺថាបានមកឲ្យដឹកជូនសាលាខេត្តឬក៏អាជ្ញាធរកន្លែងណាក៏មានសមត្ថកិច្ចដឹកទៅកុំឲ្យទៅថតទៅជាប់កងទ័ពបរោះយករូបភាពយក like យក share យក view ឯនោះអាហ្នឹងគឺជាគេរូបភាពដែលគេចាប់បានកន្លែងហ្នឹងវាហានិភ័យដោយថ្ងៃមុនអាត្មាមានគេសួរអាត្មាដែរសួរអាត្មាទៅចែកណយនៅណាគេសួរនៅណាក៏មិនគួរឆ្លើយដែរឥឡូវពេលនេះអត់គួរឆ្លើយមក
cứ xua còn thằng coi máu nó play mốc xua hạt prap ấy là xua bỏ mà lấy xua bù viên này xua bóng bù viên thì rum tum mấy á tụi thằng mình cháu đây mình thấy không ai xua nuôi trong chân là bữa mau hỏi trong chuối mau không ai xua mình chơi mình phải chạy mấy chuối vào đó tới mày xua tới vô những bên chuối tận nào có bán này mày chăm từ đây tới lúc ấy phong chơi tận na hay chuối lại nâng ấy chẳng xui chẳng ấy mày trong mày chỉ kính rồi coi chỉ ấy và nó cứ dương tam đan tập hiệp ca nâng trong bên đây dịch dùng cua chloi thì phải xét cứ lại nằm bòn còn tọp giờ mình cua chloi đại khát và hay ca bỏ ho tọp giờ là miếng được bùi nó bữa ái không mày và nó cứ được dùng được lại nữa nè và buồn nó bị chỉ sẵn để sọc chiết thom mà chẳng bạn tham khơiจะthái cái bỏ ho tọp slap ấy bỏ ho cũng sát chân còn dưỡng máu nó dùng review đi dùng review có dùng review ô hay chẳng tới một lần kia tham mấy là làm bữa sau chỉ mình thiên cái tục cắt sẵn của lõ và năng và bạn tập trận không tọp dương chẳng bữa sau chỉ đi đó tham bị ba đi tham bán bẹo pon ai bị chọc bật mong tới mà có thằng bật của lõ đấy rồi cũng hơi miền cao mỏng ho rụp hiệp còn toไปchẳng nhớ rồi có chặt tục mà đông sân đó rồi có sẽ tục sân đó trong thực tế dân thủ xã trong dân rồi về nhớ nhớ rồi buộc bền đấy cái bữa sân chỉ trình bọc ở nhà sặc nào môi là bị tục cắt chỉ vừa rồi chơi cũng oi bỏ ho bạn này chẳng bị ở xong cua thì bị vừa rồi nó nhưng khơi thao mà tha bật tay dương rồi bật tay ná tay bị miên hiệp và nhớ về chơi còn không chơi thiệt bảo không bỏ và rồi bị miên mình đang tha là nai chia sợi trơn là nai chia mất đấy vì nó nhau mấy nó nhiều chân bànยังเคยปอดมันเคยซับไซด์ដោយเพจរដ្ឋាភិបាលឬក៏เพจព័ត៌មានផ្លូវការរបស់យើងណាចាប់បានចារកម្មអីចឹងទៅណាចារកម្មគឺថាអ្នកធ្វើការឲ្យខាងសត្រូវណាប្រាប់ទីតាំងកន្លែងណាកន្លែងណីចឹងចឹងគឺចាប់បានហោហាយចឹងហ្នឹងយើងសិតតែអ្នកដែលមានការស៊ើបអង្កេតចឹងឃើញញោមចឹងมันមានអីច្រើនបើមានតែប៉ុណ្ណឹងហើយអរគុណស្មារតីចូលរួមទាំងអស់គ្នារៀនញោមពុទ្ធបរិស័ទទាំងអស់ក៏ទាំងក្នុងនិងក្រៅប្រទេសបើរួមចំណែកដើម្បីជាតិមាតុភូមិរបស់យើងទាំងអស់គ្នាអាត្មាយកអារម្មណ៍នៃការជឿចាប់របស់ញាតិញោមបងប្អូនជាបរិវត្តទាំងប្រសងទាំងអីអាត្មាក៏អារម្មណ៍ក្នុងខ្លួនហ្នឹងវាក៏ដូចគ្នាដែរញាតិញោមដូចគ្នាមិនខុសពីញាតិញោមទេបាទអញ្ចឹងហើយមានអីមានតែការចូលរួមតិចក្តីច្រើនក្តីណាប៉ុន្តែឥឡូវយើងត្រង់ទៅបើចង់ចូលលុយសិនទៅបានព្រោះត្រង់បាទសូមចូលជាលុយមកកាក់មកសេនអីសំទៅដើម្បីបានចំណៃឧបត្ថម្ភទៅក្រោយទៀតបងអរគុណយើងអ្នកជួមុខបាញ់កភ្លើងយើងជួក្រោយបាញ់លុយបាញ់ដូចគ្នាមែនទេបាញ់ដូចគ្នាបាញ់ទៅល្អក្រមទៅឯណាដែលខ្ញុំប្រការណាធ្វើឲ្យក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ទោសនោះដល់ខ្ញុំព្រះករុណាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុំសូមឲ្យជាសេចក្តីទុកទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកជាសត្វបាត់សេចក្តីសោកទៅ